សូមចាប់ផ្ដើមទីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិក្ខអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនៅញាយធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយខ្ញុំប្រកាសណាសូមនមស្ការចំពោះគុណកែវទាំង3ដោយសេចក្តីគោរពចាស់ថ្លាសពកាលសូមនមស្ការចំពោះលោកម្ចាស់គ្រូគ្រប់ព្រះអង្គដោយសេចក្តីគោរពចាស់ថ្លាសូមគោរពជម្រាបសួរទៅដល់លោកតាលោកយាយអំពូមីងបងប្អូនសិក្ខាកាមយើងទាំងអស់ដោយសេចក្តីគោរពរាប់អានថ្ងៃនេះយើងបានមកសិក្សាមេរៀនអំពីវិថីសង្ឃហវិភាគ គឺអំពីការកើតឡើងនៅវិថីចិត្តហើយនិងវិថីរូបដែលយើងនឹងសិក្សានៅក្នុងបញ្ចទ្វារវិថីជាបន្តទៀតអត់ទាន់ចូលដល់មនោទ្វារទេហើយយើងត្រូវឲ្យស្គាល់អំពីប្រភេទនៃអារម្មណ៍ជាដើមដែលបងប្អូនខ្លះគាត់នៅច្រឡំប្រភេទនៃអារម្មណ៍ណាអញ្ចឹងបញ្ចទ្វារមានអារម្មណ៍ប្រមាណដែរវិថីបញ្ចទ្វារបងប្អូនចូលរួមឆ្លើយមាន4ទៀតអារម្មណ៍ក្នុងបញ្ចទ្វារមានអារម្មណ៍ប្រមាណបាទបញ្ចទ្វារមានអារម្មណ៍5 អារម្មណ៍4 តិចអីខ្លះ បងហ៎មានអារម្មណ៍តែ4តែបាន5 មានអារម្មណ៍តែ4ដែរបងបេហន្តារម្មណ៍ ខ្ញុំថាអារម្មណ៍4លោកគ្រូអត់ឆ្លើយថា5ដែរ5តែមករកឃើញមួយទៀតបង អារម្មណ៍4ឬអារម្មណ៍5បងប្អូននៅក្នុងសភៅអារម្មណ៍4លោកគ្រូអារម្មណ៍4លោកគ្រូក្នុងបញ្ចទ្វារមានអារម្មណ៍4ដូចមែនទេមានអីខ្លះ4ហ្នឹងបាទលោកគ្រូសួរខ្ញុំមែនលោកគ្រូខ្ញុំឥឡូវទៅអានឹងអតិជើងស្ដាប់អត់បានអតិមហន្តរារម្មណ៍មហន្តរារម្មណ៍បរិត្តារម្មណ៍អតិបរិត្តារម្មណ៍អានឹង4ហ្នឹងលោកគ្រូខ្ញុំឆ្លើយ4ណាបាទ4ហ្នឹងយើងហៅប្រភេទអីប្រភេទអីគេណាប្រភេទអីលោកគ្រូគាត់អត់ឃើញដូចទេទាំង4ហ្នឹងយើងចែកជាអីបាទប្រភេទធម្មតានៅក្នុងបញ្ចទ្វារយើងចែកជាវិថីវាមានអតិមហន្តារម្មវិថីវាមានមហន្តារម្មវិថីវាមានបរិត្តារម្មវិថីហើយនឹងអតិបរិត្តារម្មវិថីអាហ្នឹងជាវិថីរបស់បញ្ចទ្វារប៉ុន្តែគេសួរអារម្មណ៍របស់បញ្ចទ្វារអារម្មណ៍ដែលបញ្ចទ្វារជួបអារម្មណ៍ប្រមាណអូអាហ្នឹងជួបអារម្មណ៍3លោកគ្រូជួបអារម្មណ៍3អាហ្នឹងប្រភេទអារម្មណ៍ឯលោកគ្រូអាកន្លែងខ្ញុំនៅតែតាមវែងកន្លែងហ្នឹងលោកគ្រូអារម្មណ៍តាមបញ្ចទ្វារមានប្រមាណគេសួរអញ្ចឹងណា5ឯលោកគ្រូបាទអារម្មណ៍តាមបញ្ចទ្វារវិថីមាន5
មាន5មានរូបារម្មណ៍សត្វទីរម្មណ៍គុណធារម្មណ៍រក្សារម្មណ៍ផាតពីរម្មណ៍ណាលោកគ្រូ បាទអាហ្នឹងអារម្មណ៍តាមវិថី ពី ចុះអារម្មណ៍4នោះអារម្មណ៍អីគេអា4អតិមហន្តអារម្មណ៍គេហៅអីគេ ចឹងអាហ្នឹងគេហៅអីគេលោកគ្រូ ហឹម អាហ្នឹងហៅអីគេលោកគ្រូខ្ញុំមិនអត់ឃើញលោកគ្រូអាមិញគេហៅអារម្មណ៍អីគេលោកគ្រូ ហ្នឹងអារម្មណ៍ធំ យើងច្រឡំអារម្មណ៍ធំអារម្មណ៍តូចអញ្ចឹងណា ចាអារម្មណ៍មិញលោកគ្រូសួរថាអារម្មណ៍5ហ្នឹងគេហៅអារម្មណ៍អីគេ អាហ្នឹងអារម្មណ៍តាមបញ្ចទ្វា អារម្មណ៍តាមបញ្ចទ្វារ បាទអារម្មណ៍តាមបញ្ចទ្វាហ្នឹងវាមាន5គេថាបញ្ចារម្មណ៍អារម្មណ៍5ចុះអារម្មណ៍4នោះគេហៅអារម្មណ៍អីគេអាហ្នឹង ជំរាបសួរលោកគ្រូ អា អារ រ ម្ម ម្មណ៍ ណ៍4 អារម្មណ៍វិថីឯលោកគ្រូ អារម្មណ៍វិថីអារម្មណ៍បងវិថីលោកគ្រូ ក្នុងប្រវត្តិកម្មលោកគ្រូវិសយៈបតិក្នុងប្រវត្តិកម្មវិថីចិត្តតាមបញ្ចទ្វារ បាទអាហ្នឹងគេហៅថាវិសយប្រវត្តិក្នុងបញ្ច ក្នុងប្រវ ទ្វា ត្តិកម្មតាមបញ្ចទ្វារ វិសយប្រវត្តិបែរថាម៉េចវិសយប្រវត្តិ ការប្រព្រឹត្តទៅលោកគ្រូពី ការ បាទ ប្រព្រឹត្តរបស់អា វិ រ ស ម្ម យ ណ៍ ប្រវត្តិគឺជាការប្រព្រឹត្តទៅក្នុង អារម្មណ៍ បញ្ចទ្វារវិថីអាហ្នឹងបានវាមាន4ន័យយើងហៅអារម្មណ៍ហ្នឹងច្រឡំជាមួយនឹងអាបញ្ចារម្មណ៍អារម្មណ៍5អាហ្នឹងក៏ជាវិសយប្រវត្តិដែលយើងហៅថាជាការប្រកាសឡើងក្នុងបញ្ចទ្វារវិថីណាការប្រព្រឹត្តទៅរបស់ចិត្តការប្រព្រឹត្តទៅរបស់ចិត្តក្នុងការទទួលបញ្ចារម្មណ៍ចិត្តហ្នឹងវាទទួលបញ្ចារម្មណ៍ទេចិត្តហ្នឹងតែប្រភេទនៃវិថីហ្នឹងគេហៅថាវិសយប្រវត្តិមាន4ន័យហ្នឹងគឺការប្រព្រឹត្តទៅរបស់ចិត្តក្នុងការទទួលនៅបញ្ចារម្មណ៍តែសួរវិថីចិត្តហ្នឹងវាទទួលអីគេទទួលនៅបញ្ចារម្មណ៍តែពេលទទួលបញ្ចារម្មណ៍ហ្នឹងវាប្រព្រឹត្តទៅយ៉ាងម៉េចចង់និយាយអញ្ចឹងណាវាប្រព្រឹត្តទៅវាមានអាខ្លះវែងអាខ្លះខ្លីអាខ្លះតូចអាខ្លះធំដោយការប្រព្រឹត្តទៅបែបហ្នឹងហៅថាវិសយប្រវត្តិនៅក្នុងបញ្ចទ្វារហ្នឹងយើងចែកជា4ន័យហើយដោយអតិមហន្តារម្មណ៍បើយើងចែកទៅបានដល់ប៉ុន្មានប្រភេទ បានដល់5ប្រហបានដល់ បាន5លោកគ្រូ 5ប្រភេទ 5ប្រភេទ បាទវាបានរហូតដល់ទៅ5ប្រភេទខ្ញុំពងចូលមួយទៀតចូលអត់រួចមើលម៉ែណា1 2 3អូប្រហែលជាមានអ្នកចូលច្រើនចូល ចឹងយើងមកមើលខាងដើមមកវិញទៅបានយើងយល់បានថាអូយើងភាគច្រើនយើងច្រឡំជាមួយនឹងអារម្មណ៍3អារម្មណ៍4អារម្មណ៍ធំហ្នឹងណាដែលជាប្រភេទនៃវិថី អារម្មណ៍ ច្រឡំ 5អារម្មណ៍ បាទហើយក្នុងវិថីទាំងអស់ហ្នឹងវាទទួលអារម្មណ៍ម្ដងបានប៉ុន្មានបាន5មែនទេបាទវាទទួលអារម្មណ៍ម្ដងបាន5 Recording in progress.
មានចក្ខុសោតខេណៈអីជាដើមហ្នឹងណាបាទ លោកគ្រូមួយវិធីទទួលអារម្មណ៍បានតែមួយឯងលោកគ្រូឯង បាទក្នុងវិធីវាទួអារម្មណ៍បានតែមួយទេ លោកគ្រូសូមបញ្យល់ម្ដងទៀតមើលលោកគ្រូដើម្បីកុំឲ្យវា អញ្ចឹង ច្រ យើង ឡំ កុំឲ្យច្រឡំណា ចាខ្ញុំក៏ច្រឡំអាហ្នឹងហើយបើលោកគ្រូសួរពីសយៈអាហ្នឹងឆ្លើយចេញដល់ពេលលោកគ្រូសួរដូចមិញហ្នឹងឆ្លើយអត់ចេញ បាទ ដល់អញ្ចឹងវាតាក់ទងដោយអារម្មណ៍មិញហ្នឹងដល់ពេលសួរអារម្មណ៍មិញហ្នឹងរហូតនឹកឆ្លើយអត់ឃើញ អារម្មណ៍របស់បញ្ចទ្វារអញ្ចឹងគេទៅបញ្ចទ្វារទទួលអារម្មណ៍ប្រមាណ បញ្ចទ្វារទទួលអារម្មណ៍ប្រមាណ បញ្ចទ្វារទទួលអារម្មណ៍ អាហ្នឹងទទួលអារម្មណ៍ 5បើគេសួរថាបញ្ចទ្វារវិធីមានប៉ុន្មានវិធីអាហ្នឹងបានយើងឆ្លើយអតិមហន្តអារម្មណ៍អីចឹងណាបន្ទា 5សួរមិនញញ បើគេសួរថានៅក្នុងបញ្ចទ្វារមាននៅក្នុងបញ្ចទ្វារមានប្រមាណវិធីចឹងណាអាហ្នឹងយើងមើលសភៅនេះវិធីភេតោបញ្ចទ្វារវិធីមាន4វិធីយោបន្ទាអតិមហន្តអារម្មណ៍មួយវិធីមហន្តអារម្មណ៍មួយវិធី សំណួរមិនបាច់បងសំណួរមិនថាម៉េចឯង លោកគ្រូសួរថាក្នុងបញ្ចទ្វារមានប្រមាណអារម្មណ៍អាហ្នឹងលោកគ្រូសួរមិញណាហើយបើនៅក្នុងសភៅគេដាក់បញ្ចទ្វារវិធីមានប្រមាណវិធីដល់ពេលគេសួរចឹងយើងត្រូវឆ្លើយអតិមហន្តអារម្មណ៍មហន្តអារម្មណ៍បរិត្តអារម្មណ៍អតិបរិត្តអារម្មណ៍ព្រោះក្នុងមហន្តអារម្មណ៍គេរាប់តែមួយវិធីឯង អត់ទេមិញហ្នឹងលោកគ្រូសួរអើយសំណួរមិញហ្នឹងយើងអត់បានស្ដាប់សំណួរលោកគ្រូគាត់យើងឆ្លើយទៅវាខុស នឹងបានលោកគ្រូ nhưng bạn đấy trong cháu giờ rộng mấy luôn mỗi rộng 5 mà rộng 4 ហ្នឹងហើយឆ្លើយចឹងហ្នឹងហើយវាសំណួរវាសួរផ្លាយពីគ្នាដល់ពេលចឹងឆ្លើយរកកន្លែងនឹកឃើញអត់ឆ្លើយអត់ឃើញដល់ពេលលោកគ្រូសួរ mưa từ đông từ đế ba sáu ពីបងប្អូនមើលឃើញទាំងអស់គ្នាទេ ឃើញលោកគ្រូឃើញ អញ្ចឹងនៅក្នុងបញ្ចទ្វារវិធីដែលយើងរៀនហ្នឹងគឺលោកចែកទៅវាមាន4ន័យបាទអញ្ចឹងគេសួរថាតើ4ន័យហ្នឹងឈ្មោះអីយើងហៅថាអីមែនទេ4ន័យហ្នឹងគេហៅថាវិសយប្រវត្តិនេះបងប្អូនមើលឃើញវិសយប្រវត្តិទេ ឃើញលោកគ្រូ នេះវិសយប្រវត្តិប្រែថាម៉េចវិសយប្រវត្តិហ្នឹងគេសួរថាជាការប្រព្រឹត្តទៅរបស់ចិត្តការប្រព្រឹត្តទៅរបស់ចិត្តក្នុងការទទួលនៅបញ្ចារម្មណ៍អាហ្នឹងជាការប្រព្រឹត្តទៅរបស់ចិត្តក្នុងការទទួលបញ្ចារម្មណ៍ដូចខ្ញុំធ្លាប់បញ្យល់អំពីទំហំរបស់វាអញ្ចឹងណាវាមានទំហំធំឬក៏ទំហំតូចឬក៏ទំហំវែងឬក៏ទំហំខ្លីអញ្ចឹងពេលដែលវាទទួលនៅបញ្ចារម្មណ៍ហ្នឹងបើនិយាយពីការទទួលអារម្មណ៍គឺទទួលអារម្មណ៍5វាមិនមែនទទួលអារម្មណ៍4នេះទេនេះអារម្មណ៍4នេះមិនមែនអារម្មណ៍ទេអានេះជាប្រភេទនៃអារម្មណ៍ទេទំហំប្រភេទឬក៏កម្លាំងនៃអារម្មណ៍ហៅថាកម្លាំងនៃអារម្មណ៍អា4ហ្នឹងណាគឺកម្លាំងរបស់អារម្មណ៍ហ្នឹងមានកម្លាំងតិចកម្លាំងខ្លាំងឬក៏កម្លាំងខ្សោយយើងហៅថាវិសយប្រវត្តិហ្នឹងវាមាន4ហ្នឹងបាទអញ្ចឹងនៅក្នុងបញ្ចទ្វារវិធីហ្នឹងវាមាន4ន័យអីគេ4ន័យហ្នឹងបើសិនជាលោកចង់និយាយពីកម្លាំងខ្លាំងគឺអតិមហន្តអារម្មណ៍អតិមហន្តអារម្មណ៍ហ្នឹងគឺសំដៅទៅដល់អារម្មណ៍5ដដែលនេះបញ្ចារម្មណ៍នេះអារម្មណ៍5ដដែលប៉ុន្តែអារម្មណ៍ហ្នឹងវាមានកម្លាំងខ្លាំងច្រើនបំផុតកម្លាំងវាខ្លាំងច្រើនបំផុតមិនវាខ្លាំងពីព្រោះវារត់ពីណាទៅបាទរត់តាំងពីអតីតរហូតទៅដល់ចុងក្រោយគេប្រហែលបាទដល់តទា អញ្ចឹងវា17ខណៈហើយវាពេញហ៎
ពេញបរិបូរណ៍ ពេញបរិបូរណ៍ វាពេញ ពេញរ បាទ ដូវ ចឹងកាលណាវាពេញយើងហៅថាអតិមហន្តារម្មណ៍ មានន័យថាក្នុងវិថីហ្នឹងគឺអារម្មណ៍ហ្នឹងវាខ្លាំង អារម្មណ៍ហ្នឹងស្អីគេអារម្មណ៍ហ្នឹងគឺបញ្ចារម្មណ៍ដដែលទេគាត់ថាអាបញ្ចារម្មណ៍ដែលមានរូបសំឡេងក្លិនរសផតពៈហ្នឹងវាខ្លាំងវាធំអញ្ចឹងណានេះធំចេះខ្លាំងរូបហ្នឹងវាធំវាខ្លាំងដែលវាអាចរត់បានរហូតទៅដល់តទាទើបយើងហៅថាអតិមហន្តារម្មណ៍បាទដោយឡែកមហន្តារម្មណ៍វិញមហន្តារម្មណ៍ហ្នឹងក៏រូបារម្មណ៍ដដែលហ្នឹងឯងប៉ុន្តែវាមានកម្លាំងធម្មតាកម្លាំងធម្មតាវាត្រឹមណា ពីអតីតរហូត បាទ ដល់ គឺ ច ពី វ័ន អតីតដូចគ្នារត់ទៅដល់ ច ច វ័ន វ័នបាទបានប៉ុន្មានបើយើងរាប់ទៅបានប៉ុន្មានបាទដល់15ហ្នឹងមែនទេ 15 15គណៈបាទ15គណៈទេគណៈ2ទៀតគឺភវាំងប្រគ្រប់មិនអញ្ចឹងបាន15គណៈអញ្ចឹងអារម្មណ៍នឹងឯងរូបារម្មណ៍ដដែលនឹងឯងរូបារម្មណ៍សត្វទារម្មណ៍គន្ធារម្មណ៍ដដែលនឹងឯងដែលវារត់ចូលកាន់វិថីហ្នឹងតែកម្លាំងរបស់វាដែលវារត់កម្លាំងដូចថាឥឡូវអ្នកមិញវ៉ាន់នីអញ្ចឹងគាត់ខ្លាំងគាត់រត់បានរហូតដល់17ម៉ែត្រហ្នឹងហើយតែដល់ពេលអ្នកមិញយូស៊ីនក៏រត់បានតែ5-10ម៉ែត្រអ្នកណាខ្លាំងជាងមិញវ៉ាន់នីខ្លាំងជាងមែនទេទៅគេឲ្យឈ្មោះវិញវ៉ាន់នីហ្នឹងថាអតិមហន្តារម្មណ៍ហើយមិញយូស៊ីនហ្នឹងហៅថាមហន្តារម្មណ៍កម្លាំងក៏រត់អត់ខ្លាំងទេរត់បានត្រឹមតែចវ័នរលត់ត្រឹមតែចវ័នរលត់នឹងគឺជាកម្លាំងនៃអារម្មណ៍ដល់សំណួរខ្ញុំសួរថាតើសួរថាម៉េចមិញបញ្ចទ្វារវិថីមានអារម្មណ៍ប៉ុន្មានសប្បាយឆ្លើយថាមានអារម្មណ៍4 ចាហ្នឹងហើយសួរឆ្លើយហ្នឹង អារម្មណ៍4នឹងកម្លាំងវាទេមិនអារម្មណ៍របស់បញ្ចទ្វារទេបញ្ចទ្វារវាស្គាល់តែអារម្មណ៍5ទេយល់ទេរូបសំឡេងក្លិនរសផតពៈប៉ុណ្្នឹងឯងអារម្មណ៍របស់វាមានតែ5ទេតែអា4នឹងជាអីគឺវិសយាបវត្តតិប្រែថាការប្រព្រឹត្តទៅរបស់វិថីចិត្តដែលទទួលនៅអារម្មណ៍អញ្ចឹងអាវិថីហ្នឹងយើងឲ្យឈ្មោះថាអតិមហន្តារម្មណ៍មហន្តារម្មណ៍ហ្នឹងអាស្រ័យលើកម្លាំងរបស់អារម្មណ៍ហ្នឹងវារត់បានប៉ុណ្ណាអញ្ចឹងវារត់បាន17គណៈពេញក៏យើងឲ្យឈ្មោះថាអតិមហន្តារម្មណ៍ដល់ពេលវារត់បាន15គណៈយើងឲ្យឈ្មោះថាមហន្តារម្មណ៍ណែដល់ទៅពេលអារម្មណ៍ដដែលនឹងរូបារម្មណ៍ដដែលប៉ុន្តែរូបហ្នឹងវាជាប្រភេទរូបដែលមានកម្លាំងតិចយើងហៅថាបរិត្តារម្មណ៍កម្លាំងតិចកម្លាំងតិចរត់បានត្រឹមណាបាទ ធម្មវោថា ពីអ ប តី ណៈ តរត់មកដល់ត្រឹម វោ វោ ថា ថា ប ប ណៈ ណៈឃើញអត់ឃើញតិចទេឃើញតិចជាងមុនទេរត់បានតិចទេរត់ដូចថាឥឡូវបងភៀបរត់លក្ខៈដល់វោថាបណៈអស់កម្លាំងទិញអស់លីងឃើញកម្លាំងរត់របស់វាហ៎កម្លាំងរត់នៃអារម្មណ៍ហ្នឹងវារត់បានប៉ុណ្ណឹងរត់បានត្រឹមវោថាបណៈបើយើងរាប់ពីអតីតមកប្រហែលគណៈអតីត ទីតេត12លោកគ្រូ ចលនៈកបច្ឆេទៈ3អាបច្ចនៈ4 ទេ បញ្ញទ្វា5សម្លេឆនៈ6សន្តិរណៈ7វោធបណៈ3ទៀត 3 បានតែ10ហ្នឹងហើយពេលវិថីមួយទៀតវោធបណៈបានតែ2ឯងមែនអត់ ចា ប្រតា ចំ អារម្មណ៍ទី6ឯងបានតែ2ឯងហ្នឹងហើយអញ្ចឹងឃើញវាតិចជាងមុនទេបានតែ10គណៈដល់ពេលវាត្រុតបានតិចអញ្ចឹងយើងឲ្យឈ្មោះថាអីបរិត្តាអារម្មណ៍ដែលមានកម្លាំងតិចតែវាមិនមែនជាអារម្មណ៍របស់បញ្ចទ្វារទេណាវាគ្រាន់តែជាកម្លាំងរបស់
អារម្មណ៍យើងហៅកម្លាំងរបស់វាដែលវារត់បានពីអតីតនឹងរហូតត្រឹមវោថាបណៈក៏លុតទៅបាត់អញ្ចឹងពេលវាលុតបាត់ទៅក៏យើងឲ្យឈ្មោះថា គេលោក រ គ្រូ ត់អារម្មណ៍ បា តែ ក់គ្នាឲ្យគ្នាក៏កុំឲ្យច្រឡំ បាទជាមួយខ្ញុំគូសឲ្យខ្ញុំទៅសេឲ្យកុំឲ្យច្រឡំគ្នាព្រោះតិច តាម ទៀត ដាក់ យើង គ្នា រៀនអំពីប្រភេទនៃអារម្មណ៍ទៀតប្រភេទរបស់អារម្មណ៍អានេះកម្លាំងរបស់អារម្មណ៍ឲ្យបងប្អូនស្គាល់ហ្នឹងសិនណាអាហ្នឹងគឺកម្លាំងរបស់អារម្មណ៍ទេវាមិនមែនជាអារម្មណ៍ទេអារម្មណ៍ពិតប្រាកដគឺអីគេ គឺបញ្ចារម្មណ៍ គឺបញ្ចារម្មណ៍ បាទអារម្មណ៍5បាទដោយអតិបរតារម្មណ៍ហ្នឹងក៏ដូចគ្នាដែរសំដៅដល់បញ្ចារម្មណ៍ឃើញអត់តែសំដៅដល់បញ្ចារម្មណ៍ដែលមានកម្លាំងតិចត្រឹមណាបាទគឺអតីតភវាំងច្រើនមែនតើអតីតភវាំងណារហូតដល់ប្រមាណហើយវារលត់ត្រឹមណាបាទ ដល់6លោកគ្រូ ដល់ ដល់ភវាំង ភ ក វា ច ំង លនៈ កចល វាំង នៈ កចលនៈ បាទហើយក៏លុតបាត់ឃើញអត់វាតិចមែនតើមែនអត់ចឹងដោយសារកម្លាំងវាតិចរត់មកដល់ត្រឹមភវាំងកចលនៈក៏លុតបើយើងរាប់ទៅពីគណៈហ្នឹងតៃតៈភវាំងកចលនៈពីគណៈហ្នឹងបាទពីគណៈក៏លុតទៅតិចហ៎អញ្ចឹងគឺវាជាកម្លាំងរបស់អារម្មណ៍ដែលមានកម្លាំងតិចបាទយើងប្រើថាកម្លាំងតិចឬក៏បើយើងនិយាយថាវិធីហ្នឹងវាតូចក៏បានថៃតូចព្រោះវាខ្លីថៃហ្នឹងវាខ្លីបាទដោយសារអារម្មណ៍ហ្នឹងវារត់មកវារត់ត្រឹមតែភវាំងកចលនៈក៏លុតភវាំងចលនៈមានប៉ុន្មានអានេះមានភវាំងចលនៈ3ភវាំងចលនៈ2អញ្ចឹងហ៎ អត់ទេលោកគ្រូមាន2ហើយ1ទេ រតារម្មណ៍2ហើយនឹង1បាទ2ហើយនឹង1រតារម្មណ៍ចឹងឲ្យចាំឡើងវិញថាអា4ហ្នឹងយើងឲ្យឈ្មោះថាអីបាទ ឲ្យឈ្មោះថាកម្លាំង កម្លាំង វិស រ យៈ បោះ ប្រវត្តិ កម្លាំងរបស់អារម្មណ៍ បាទយើងហៅថាការប្រព្រឹត្តទៅរបស់ចិត្តមានអត់វិធីចិត្តហ្នឹងជាការប្រព្រឹត្តទៅរបស់ចិត្តក្នុងការទទួលនៅអារម្មណ៍ការប្រព្រឹត្តទៅរបស់ចិត្តក្នុងការទទួលអារម្មណ៍ដែលយើងហៅថាវិសយៈបវត្តិក្នុងបញ្ចទ្វារវិធីគឺមាន4ន័យបាទមាន4ន័យចឹងបងតើណា4នេះនៅបាទសួរបញ្ចទ្វារមានអារម្មណ៍ប៉ុន្មាន តននៅលោកគ្រូ មានអារម្មណ៍ បាទការប្រព្រឹត្តទៅរបស់បញ្ចទ្វារហ្នឹងមានអារម្មណ៍ប្រមាណ 5មានអារម្មណ៍ 4 មានអារម្មណ៍ បាទមានអារម្មណ៍4កម្លាំងរបស់បញ្ចទ្វារហ្នឹងមានប៉ុន្មាន 4មានអារម្មណ៍ បាទកម្លាំងនៃវិធីចិត្តហ្នឹងគឺមាន4នឹងឯងចុះប្រភេទនៃអារម្មណ៍មានប៉ុន្មាន 4ប្រភេទនៃអារម្មណ៍មាន មាន3 អភិភេទ អារម្មណ៍គាត់ច្រឡំនឹងអារម្មណ៍ហ្នឹងឯងបានគាត់ចេះតែវែងហ្នឹងណា ឥឡូវយើងមករៀន អារម្មណ៍លោកគ្រូវែងដែរតើលោកគ្រូវែងដែរអារម្មណ៍នឹងសួរចោះសួរឡើងឆ្លើយចោះឆ្លើយឆ្លើយខុសរហូត គ្រូមិនធ្វើពាក្យមួយអារម្មណ៍បរតារម្មណ៍លោកគ្រូ បាទអា លោក ហ្នឹង គ្រូ យើងរៀនរួ សួ ច រ អត់ ពី តា បរតារម្មណ៍ រតារអតិរតារម្មណ៍យើងរៀនរួចហើយមិននិយាយទៀតទេ សួរមិញលោកគ្រូសួរមិញថាអារម្មណ៍មានបានប្រភេទហ្នឹង ហ្នឹងអារម្មណ៍មានប៉ុន្មានប្រភេទបាទអារម្មណ៍មានប៉ុន្មានប្រភេទ ប្រភេ តាម ទ មាន4ប្រភេទទេអន្តរម្មណ៍អន្តរ អារ ម្មណ៍ ម្មណ៍ ប្រតអារម្មណ៍ តែឆ្លើយខុសទៀតដែរអារម្មណ៍មានប៉ុន្មានប្រភេទ
អារម្មណ៍មាន3លោកគ្រូ បាទអារម្មណ៍មាន អារម្មណ៍មាន 3 3ប្រភេទ អារម្មណ៍ប្រភេទ3ប្រភេទរបស់អារម្មណ៍ហ្នឹងមាន3ប្រភេទគឺអីខ្លះ អនិច្ចារម្មណ៍អដ្ឋមច្ឆតារម្មណ៍ អដ្ឋមច្ឆតារម្មណ៍ និងអតិអដ្ឋារម្មណ៍ បាទ បងវិច្រាស់វិញ គេហៅអតិអដ្ឋារម្មណ៍មុនអតិអដ្ឋារម្មណ៍ហើយបានអដ្ឋមច្ឆតារម្មណ៍ហើយនឹងអនិច្ចារម្ម និង ណ៍ អនិច្ចារម្មណ៍ បាទតែអារម្មណ៍របស់បញ្ចទ្វារមានប៉ុន្មាន អដ្ឋារម្មណ៍ 5លោកគ្រូ មាន អារម្មណ៍ 5 គ្រូ បញ្ចទ្វារមាន 5 5លោកគ្រូ មាន អារម្មណ៍របស់បញ្ចទ្វារវិថីមាន5នេះមើលគេអក្សរលើនេះហ៎បាទអារម្មណ៍តាមបញ្ចទ្វារវិថីអញ្ចឹងបញ្ចទ្វារវិថីហ្នឹងគឺរមែងមានតែបញ្ចារម្មណ៍ទេរមែងមានអារម្មណ៍5គឺរូបារម្មណ៍សត្យារម្មណ៍គន្ធារម្មណ៍រក្សារម្មណ៍ផតពារម្មណ៍ដែលជាអារម្មណ៍ដល់វិថីចិត្តតាមសំគួរអញ្ចឹងណាតាមវិថីចិត្តតាមសំគួរហ្នឹងលោកសំដៅទៅលើកម្លាំងរបស់វាដែលវាអាចរត់បានប៉ុណ្ណារូបារម្មណ៍ដដែលហ្នឹងតែខ្លះរត់បានរហូតដល់តទាពេលដែលរូបារម្មណ៍រត់ដល់តទាយើងឲ្យឈ្មោះអី តិមហន្តរម្មណ៍ តិមហន្តារ 5 ម្ម តិ ណ៍ មហន្តតារម្មណ៍ គេហៅតទាលំបនៈវិរៈខុសទាំង បា អ ទ ស់ ហើយលោកអង្គគ្រូ ពេលរត់ទៅដល់ចវ័នហើយក៏រលត់ទៅឲ្យ ជា ឈ្មោះ ម្នាក់ ថា ម្នាក់ ជា ជាម្នាក់វិរៈបាទរត់មកដល់ត្រឹមវោថាបណៈក៏រលត់ទៅ ហៅថាវោ បោថាបណៈវិរៈ ម្នាក់ បាទរូបារម្មណ៍ដដែលនឹងឯងដែលរត់បានត្រឹមតែពវាំងកចលនៈក៏រលត់ទៅ មោខៈវិរៈ បាទគេហៅថាមោខៈវិរៈអញ្ចឹងយើងសរុបសេចក្តីមកទី1ដាក់លេខ1មកយើងចំណាំទុកណាអូនមើលឃើញទេបាទឃើញខ្ញុំសរសេរហ៎ ដាក់សំណួរបណ្ដោយលោកគ្រូដាក់សំណួរឲ្យ ទេ6គឺយើងកម្លាំង ឃើញទេលោកគ្រូឃើញវាសែ កម្លាំងនៃអារម្មណ៍ប៉ុន្មានកម្លាំងនៃអារម្មណ៍ប៉ុន្មាន 4លោកគ្រូ មាន អារម្មណ៍5កម្លាំងនៃអារម្មណ៍5ឬក៏កម្លាំងនៃបញ្ចអារម្មណ៍គឺ អូបញ្ញរម្មណ៍ អារម្មណ៍ ជាលោកគ្រូថាអានោះអារម្មណ៍ កម្លាំងនៃអារម្មណ៍5វិសុភៈប្រវត្តិ ប្រវត្តិបាទយើងហៅថាវិសយប្រវត្តិមានប៉ុន្មានបាទ អាហ្នឹងមាន4 មាន លោកគ្រូ 4 បាទអាហ្នឹងបានមាន4ណាមាន4គឺអីខ្លះ គឺអ អតិមហន្តារម្មណ៍ មហន្តារម្មណ៍ មហន្តា ប រ រ ម្មណ៍ ត្តារម្មណ៍អតិបរត្តារម្មណ៍ រត្តារម្មណ៍ មហន្តារម្មណ៍ ទេមហន្តារម្មណ៍ទី2 2បរត្តារ ប ម្ម រ ណ៍ ត្តារម្មណ៍ មហន្តារម្មណ៍ មហន្តារម្មណ៍ បាទហើយមានប៉ុន្មានប្រភេទហ្នឹងយើងចែកតាមហ្នឹងទៀតណាទី3 3បរត្តារ ប ម្មណ៍ រត្តារម្មណ៍ អានេះបានបរិត្តារម្មណ៍ទី4 អតិបរត្តា បរត្តារម្មណ៍ បាទអតិបរិត្តារម្មណ៍ចា4ហ្នឹងយើងឲ្យឈ្មោះថាកម្លាំងនៃអារម្មណ៍បាទទី កម្ 2 លាំងនៃអារម្មណ៍5កម្លាំងរបស់អារម្មណ៍5មានអីលោកគ្រូអើយ កម្លាំងនៃអារម្មណ៍5រូបារម្មណ៍សត្យារម្មណ៍និងអារម្មណ៍5ទី2យើងនិយាយអំពីអារម្មណ៍របស់បញ្ចទ្វារអារម្មណ៍របស់បញ្ចទ្វារមានប៉ុន្មានបាទ 5
មាន5បាទ5ដដែលហ្នឹងមានអីខ្លះ រូបអារម្មណ៍ បាទមានរូបារម្មណ៍អីជាដើមណារូបារម្មណ៍អាហ្នឹងហៅថាអារម្មណ៍របស់បញ្ចទ្វារបាទសត្វទារម្មណ៍សំឡេងទី3គន្ធារម្មណ៍ក្លិនតែយើងជួបប្រទះរាល់ថ្ងៃណាទី4 រក្សាអារម្មណ៍ បាទរក្សាអារម្មណ៍អារម្មណ៍គឺរស់ទី5 ខោតាពី អ អា ត់ រ ថា ម្មណ៍ ពីរំ មិនមែនកាយារម្មណ៍ទេ នេះ ហៅតាពីរម្មណ៍អានេះបានថាអារម្មណ៍របស់បញ្ចទ្វារបាទដល់ទី3ប្រភេទនៃអារម្មណ៍ នេះអារម្មណ៍របស់បញ្ចទ្វារ ភេទនៃអារម្មណ៍ភេទរបស់អារម្មណ៍មួយណាប្រភេទអារម្មណ៍របស់ពួក5ខាងលើហ្នឹងណាបាទភេទរបស់ពួកអារម្មណ៍5ខាងលើហ្នឹងមានអីខ្លះ មាន3 អ អ តិ តិមហន្តារម្មណ៍ អតិមហន្តារម្មណ៍ អដ្ឋមច្ឆតារម្មណ៍ អតិអត្ថារម្មណ៍ទេមិនអតិមហន្តារម្មណ៍ អតិអត្ថារម្មណ៍ អតិអត្ថារម្មណ៍ រម្មណ៍ អតិអត្តារម្មណ៍ បាទមាន3 អតិអ យើង ត្តា ដាក់ រ បងឲ្យ ម្ម ដឹង ណ៍ ថាហ្នឹងវាមាន បច្ឆតៈអត្ថា មាន រម្មណ៍ 3មានអីខ្លះទី1 តិអត្ថារម្មណ៍ បាទទី1គឺអារម្មណ៍ហ្នឹងប្រភេទរបស់វាគឺវាល្អក្រៃលែងរូបារម្មណ៍ដដែលប៉ុន្តែរូបារម្មណ៍ហ្នឹងវាល្អក្រៃលែងដូចជារូបព្រះពុទ្ធជាដើមហៅថាអតិ អារម្មណ៍ អត្ថារម្មណ៍តែថាអារម្មណ៍ល្អក្រៃលែងទី2 អដ្ឋមច្ឆតារម្មណ៍ បាទអានេះក៏អារម្មណ៍ល្អដែរតែល្អជាកណ្ដាលអដ្ឋ អ ម ត្ ច្ឆ អត្អត្តារម្មណ៍ មច្ឆតារម្មណ៍បាទអារម្មណ៍ល្អដែរតែជាកណ្ដាលកណ្ដាលដល់ទី3 អនិច្ចារម្មណ៍ បាទគឺអនិច្ចារម្មណ៍អារម្មណ៍មិនល្អមិនជាទីប្រាថ្នាអារម្មណ៍3ហ្នឹងគឺសំដៅលើប្រភេទរបស់ពួកណាប្រភេទរបស់ពួកអារម្មណ៍ទាំង5លើនេះទី2ហ្នឹងណាយល់ទេបាទប្រភេទរបស់វារូបារម្មណ៍មួយមានប្រភេទប៉ុន្មាន មាន 3សត្វទារម្មណ៍មានប៉ុន្មាន 3 មាន មាន 3 3គន្ធារម្មណ៍មានប៉ុន្មាន មាន មាន 3 ដូចគ្រូទាំងអស់លោកគ្រូ បាទអញ្ចឹងយើងសរុបតើអារម្មណ៍មានប៉ុន្មាន អារម្មណ៍មាន ហេ3 5 ដង 5អារម្មណ៍3 5 5 ដល់ ដល់ 5 15 15អារម្មណ៍ណាអារម្មណ៍មាន15ប្រភេទបាទយើងដាក់ថាមានអារម្មណ៍3ឬ15បាទមានន័យថារូបារម្មណ៍មួយវាមាន3ប្រភេទរូបល្អក្រៃលែងល្អធម្មតានិងរូបមិនល្អមិនជាទីប្រាថ្នាអញ្ចឹងដែរសត្វទារម្មណ៍ក៏មាន3កន្ធារម្មណ៍ក៏មាន3អញ្ចឹង3 5ដង15ពេលយើងគុណដល់អារម្មណ៍6មានប៉ុន្មាន មាន6 3ដល់ 18 បាទ3 6ដង18អារម្មណ៍ទាំងអស់មាន18ប៉ុន្តែយើងអត់និយាយទេយើងនិយាយត្រឹមតែបញ្ចទ្វារក្នុងបញ្ចទ្វារគឺយើងយកតែអារម្មណ៍15ប្រភេទទេបាទហ្នឹងអញ្ចឹងណា
ចឹងកត់ឡើងនឹងមួយឬក៏សេវទុកមួយ លោកគ្រូអាហ្នឹង ជើ អ្នក ង មាន ស 3 អ្នកទី 3 នៅប្រភេទនៃអារម្មណ៍មាន 3 គឺ 15 មិនលោកគ្រូឬឯងលោកគ្រូ បាទឥឡូវយើងដាក់អញ្ចេះទៅដាក់វងកញ្ចក់ទៅស្រួលដកអាគឺនេះចេញគឺដាក់នេះ 3 ឬ 15 វងកញ្ចក់ណាម្ដងបាទហើយគឺអញ្ចឹងមកបាទ 15 ដោយសារយើងយក 3 ហ្នឹងមកគុណនឹងអារម្មណ៍ 5 បាន 10 15 អញ្ចឹងបើគេសួរថាអារម្មណ៍បញ្ចទ្វារមានប៉ុន្មានអារម្មណ៍កើតតាមបញ្ចទ្វារ អារម្មណ៍កើតតាមបញ្ញត្តិវាមាន 15 15 មាន 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 3 5 មាន មាន 5 មាន 5 3 មាន 3 អត់ណាទៀត ហើយទ្វារមួយទទួលបានតែ តែ មួយទេហើយចុះបើទ្វារ 5 ទទួលបានអារម្មណ៍ម៉េច មាន 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 5 ដល់ពេលយើងនិយាយអំពីកម្លាំងនៃអារម្មណ៍ដែលវារត់មកហ្នឹងវារត់បានប៉ុណ្ណាកម្លាំងខ្សោយកម្លាំងខ្លាំងហ្នឹងមានប៉ុន្មាន មាន 4 អាហ្នឹងមាន បាទ 4 វិញ អាហ្នឹងបានយើងហៅថា4ហ្នឹងគឺវិសយាប្រវត្តិរបស់អារម្មណ៍តាមបញ្ចទ្វារហ្នឹងបាទដល់គេសួរប្រភេទនៃអារម្មណ៍មានប៉ុន្មាន មាន 3 ឬ 15 បាទមាន 3 ឬ 15 ហ្នឹងហៅថាប្រភេទនៃអារម្មណ៍ហ្នឹងបាទចឹង3ហ្នឹងកុំឲ្យច្រឡំគ្នាមើលបងប្អូនណាអត់ទាន់យល់ហើយហ្នឹងតើបងគុន្ធាជួយបញ្យល់ខ្ញុំសូមរវល់បន្តិច ចឹងយល់ហើយអីអត់យល់ចាខ្ញុំបញ្ជាក់បន្ថែមទៀតកម្លាំងនៃអារម្មណ៍ហ្នឹងគឺចង់និយាយពីកម្លាំងនៃអារម្មណ៍ 5 អញ្ចឹងក្នុងកម្លាំងនៃអារម្មណ៍ 5 ហ្នឹងគឺយកគឺ 5 ហ្នឹងគឺមានរូបអារម្មណ៍សត្យារម្មណ៍គុន្ធារម្មណ៍រក្សាអារម្មណ៍និងថោតាពារម្មណ៍គឺយកកម្លាំងអារម្មណ៍ 5 ហ្នឹងយកមកនិយាយហ្នឹងហើយគឺកម្លាំងអារម្មណ៍ 5 ហ្នឹងគឺគេហៅថាវិសយៈប្រវត្តិចាអញ្ចឹងមាន 4 ចាមាន 4 គឺអតិមហន្តអារម្មណ៍នឹងមាន 1 មហន្តអារម្មណ៍ 1 បរិត្តអារម្មណ៍ 1 អតិបរិត្តអារម្មណ៍នឹង 1 អាហ្នឹងគេហៅថាកម្លាំងនៃអារម្មណ៍ 5 អញ្ចឹងបើសំណួរសួរថារូបអារម្មណ៍ របស់អារម្មណ៍ 5 ដូចឆាប់ងាយស្រួលជាង កម្លាំងនៃអារម្មណ៍ 5 ហ្នឹងក៏បានកម្លាំងនៃអារម្មណ៍របស់អារម្មណ៍ 5 ហ្នឹងក៏បានហ្នឹងហើយ កម្លាំងអារម្មណ៍ 5 ចាអញ្ចឹងអ្នកមានថែមអក្សរបន្តិចទៅ ខ្លួនឯងហ្នឹងស្ដាប់ ហ្នឹងហើយថែមខ្លួនឯងហ្នឹងហើយខ្ញុំសេះថែមខ្លួនឯងដែរងាយស្រួលយល់ទៅចាបើគេសួរថាអារម្មណ៍របស់បញ្ចទ្វារគេហៅថាអារម្មណ៍របស់បញ្ចទ្វារមានប៉ុន្មានអញ្ចឹងអាហ្នឹងមាន 5 យើងយកគឺមាន 5 គឺរូបអារម្មណ៍សត្យារម្មណ៍គុន្ធារម្មណ៍រក្សាអារម្មណ៍និងថោតាពារម្មណ៍បើសួរប្រភេទអាហ្នឹងប្រភេទនៃរបស់អារម្មណ៍ 5 ណាយើងដាក់កន្លែងនេះទៅថែមរបស់មួយទៀតទៅប្រភេទនៃរបស់អារម្មណ៍ 5 ចាគឺមាន 3 រស់អារម្មណ៍អាហ្នឹង ហ្នឹងហើយយើងហៅថារស់អារម្មណ៍ក៏បានដែរ ប្រភេទរបស់អារម្មណ៍ ចាប្រភេទនៃអារម្មណ៍ 5 ក៏បានប្រភេទនៃអារម្មណ៍ក៏បានប៉ុន្តែយើងកន្លែងនេះយើងដាក់អារម្មណ៍ 5 ទៅយើងងាយស្រួលយល់ខ្លួនយើង បាទឡើងខ្លះលោកហៅថារស់នៃអារ ចឹង ម្មណ៍ ហើយរស់ក៏បាន បាទ តែកម្រគេនិយាយរស់ហើយគេនិយាយតែអារម្មណ៍ មិនថាប្រភេទនៃអារម្មណ៍ចឹងទៅប្រភេទនៃអារម្មណ៍ហ្នឹងប្រភេទអីប្រភេទល្អប្រភេទមិនល្អឬប្រភេទជាកណ្ដាលចឹងណាគេហៅថាប្រភេទនៃអារម្មណ៍ទៅបាទចឹងយើងមកមើលមេរៀនយើងបាទគឺអារម្មណ៍តាមបញ្ចទ្វារហ្នឹងមាន5ណាដែលកើតតាមហ្នឹងវាមានរូបារម្មណ៍ឯជាដើមដល់ពេលវាកើតដោយរូបារម្មណ៍ហ្នឹងវាកើតតាមទ្វារណាគឺតាមចក្ខុទ្វារក៏គេឲ្យឈ្មោះវិថីហ្នឹងថាចក្ខុទ្វារវិថីបាទ
ចឹងយើងមកមើលប្រភេទនៃអារម្មណ៍ចឹងអារម្មណ៍ទាំងអស់ចែកដោយប្រភេទហ្នឹងគឺមាន3ប្រភេទហើយយើងនិយាយគ្នាមិញហ្នឹងណាបាទមុនតើណៃខ្ញុំគូមិញហ៎សេមិញហ្នឹងនេះដើម្បីឲ្យយល់ហ្នឹងថាអានេះយើងហៅថាកម្លាំងឯ4នេះហ៎កម្លាំងនៃអារម្មណ៍បើនិយាយពីអារម្មណ៍របស់បញ្ចទ្វារហ្មងគឺមានតែ5ឯងគឺពីរូបារម្មណ៍រហូតដល់ផតព្វារម្មណ៍តែនៅក្នុងមួយនេះលោកចែកជា3ប្រភេទរបស់វាបាទគឺវាមានអតិអត្ថារម្មណ៍អត្ថមជ្ឈត្តារម្មណ៍និងអនិច្ចារម្មណ៍ឥឡូវយើងមករៀនអំពីប្រភេទវាហ្នឹងតើប្រភេទរបស់វាហ្នឹងមានចិត្តអីខ្លះដែលកើតនៅតាមហ្នឹងប្រភេទទី1យើងឲ្យឈ្មោះថាអតិអត្ថារម្មណ៍ចឹងក្នុងអតិអត្ថារម្មណ៍ហ្នឹងលោកប្រែថាជាអារម្មណ៍ដែលល្អក្រៃលែងបាទអារម្មណ៍ហ្នឹងវាល្អក្រៃលែងការដែលប្រសពអារម្មណ៍នេះហើយវិបាកចិត្តដែលធ្វើកិច្ចនីមួយហ្នឹងដើម្បីឡើងកាន់វិថីទទួលនៅបញ្ចារម្មណ៍នេះក៏បានដល់ពួកបញ្ចវិញ្ញាណ5នឹងឯងបាទអញ្ចឹងបានយើងយកអាបញ្ចវិញ្ញាណ5ដែលទទួលអារម្មណ៍5ហ្នឹងគុណនឹង3ទៅវាបាន15ហ្នឹងដោយសារអីនេះវាឆ្លងកាត់តាមបញ្ចវិញ្ញាណធ្លាក់មកដល់សម្បដេឆន្ទៈទទួលបន្តសន្តិរណៈពិចារណាធ្លាក់រហូតដល់តទាលំបនៈចិត្តពួកហ្នឹងវិបាកចិត្តដែរបាទទាំង3ហ្នឹងសរិឆន្ទៈក៏វិបាកសន្តិរណៈក៏វិបាកតទាក៏វិបាកដែរវារមែងជាចិត្តដែលជាផលរបស់ពួកកុសលកម្មដែលយើងហៅថាកុសលវិបាកបាទនឹងដោយចំពោះសន្តិរណៈនិងតទាលំបនៈរមែងកើតព្រមដោយសោមនស្សវេទនាបាទចឹងពួកហ្នឹងនឹងសោមនស្សវេទនាហើយចឹងយើងមើលវិធីហ្នឹងតើវារត់មិនក្នុងវិធីហ្នឹងគឺអារម្មណ៍ដែលរត់មកកាន់វិធីនេះគឺជាអតិអត្ថារម្មណ៍បាទដែលសេកាថាអតិអត្ថារម្មណ៍ចឹងវាឆ្លងកាត់តាំងពីអតីតចលនៈក៏បច្ឆេតៈបញ្ចទ្វាបញ្ចវិញ្ញាណសម្បដេឆន្ទៈសន្តិរណៈវុធវណៈចវ័នតទា គូបានបាត់គោថាទទួលបានទាំងអស់បាទនេះមិញមើលឃើញទេលោកគ្រូ មានតាមាន សន្តិហើយនឹងតទាលំបនៈចិត្តមានទាំងអស់តាគាត់មើលឃើញអ្នកវិញពហិចឃើញហើយមានតាវាអត់គូឲ្យគាត់ឃើញហ្នឹងហើយមើលរូបនេះបញ្ចសភៅនេះណារូបឃើញទៅប៉ុន្តែនៅក្នុងនេះវាអត់មានឃើញវោថាបណ្ណាមានតែសម្បដិឆន្ទៈនេះវោនេះវោនឹងគឺវោថាបណ្ណាមានតាមវិញតាបញ្ញត្តិហើយវិញក្នុងគូវាឃើញក្នុងវិថីតែនៅខាងលើអត់ឃើញគ្រូនៅក្នុងកោនឹងឃើញអសនឹងទៅសេអត់មានវោថាបណ្ណាចាសរិឆន្ទៈសន្តិណៈហើយលោកមតទាដោយសារវោថាបណ្ណាហ្នឹងកិរិយាវាមិនវិបាកមានជាវិបាកវាមានសាច់ឈាមវាជាវិបាកណាវោថាបណ្ណាហ្នឹងវាជាកិរិយាតាបងអាណាពោស្វាយនឹងវិបាកចឹងលោកចង់និយាយពីវិបាកចិត្តនេះវិបាកចិត្តដែលធ្វើកិច្ចឡើងកាន់អារម្មណ៍ហ្នឹងពួកវិបាកចិត្តហ្នឹងវាមានអីខ្លះវាមានបញ្ចវិញ្ញាណហ្នឹងក៏វិបាកមែនអត់វិបាកបញ្ចវិញ្ញាណស្ដីឆន្ទៈហ្នឹងក៏វិបាកសន្តិរណៈហ្នឹងក៏វិបាកតទាហ្នឹងក៏វិបាកហើយបាត់វោថាបណ្ណៈបាត់ហ្នឹងមកពីគេមិនរាប់ចូលព្រោះអវោថាបណ្ណៈហ្នឹងវាជាកិរិយាដូច្នេះបានក្នុងវិធីនេះយើងមើលវិធីមានវោថាបណ្ណៈធម្មតាតែលោកចង់សំដៅលើពួកវិបាកហ្នឹងពេលដែលវាទទួលអារម្មណ៍ហ្នឹងជាសោមនស្សបាទកុសលសោមនស្សនេះយើងមើលរូបខាងក្រៅនេះមកឆ្លងកាត់តាំងពីអតីត
ចលនៈក៏បច្ឆេទៈហើយបញ្ចវិញ្ញាណបញ្ចទ្វារាវចនៈបហ្នឹងណាបាទគឺអវចនៈហើយវិហ្នឹងគឺបញ្ចវិញ្ញាណសហ្នឹងសម្បដិឆន្ទៈណនេះសន្តរណៈវុនេះវោធបណៈឃើញវាពណ៌ខុសគ្នាហ៎ហើយបានចវ័ន7គណៈមកបានតទាអញ្ចឹងពួកវិបាកអស់ហ្នឹងយើងមើលដូចជាបញ្ចវិញ្ញាណហ្នឹងវាជាកុសលវិបាកមែនទេកុសលវិបាកហើយជាតិរបស់វាជាឧបេខាវេទនារបស់វា ចាវេទនាជាឧបេក្ខា បាទតែវាទទួលសោមនស្សបានទេព្រោះអតិអថារម្មណ៍បានទេ បាន បាទ ជាសោមនស្សទទួលបានលោកគ្រូ វាជាឧបេក្ខាអញ្ចឹងវាអាចទទួលបានអតិអថារម្មណ៍បាទហើយសុខវេទនាហ្នឹងអីគេឧបេក្ខាមាន3តែសុខវេទនាមានប៉ុន្មាន មានមួយ កាយវិញ្ញាណចា បាទកាយវិញ្ញាណអត់ទទួលឧបេក្ខាទេណាទៅច្រឡំកាយវិញ្ញាណនឹងឧបេក្ខាដែរអត់ទេបើឧបេក្ខាដែរវាយលែងឈឺអញ្ចឹងកាយវិញ្ញាណនឹងទទួលអារម្មណ៍នឹងជាសុខវេទនាអញ្ចឹងសុខវេទនាក៏វាទទួលអតិអថារម្មណ៍បានដែររីឯសម្បដិឆន្ទៈកុសលវិបាកឯបាទ ជាកុសលវិបាក កុសលវិបាកដែរប៉ុន្តែវិញ្ញាណរបស់វាជាឧបេខាឧបេខាសម្បដិឆន្ទៈបាទដល់ពេលសន្តរណៈដូរបានទេបាទពេលហ្នឹងដូរបានទេសន្តរណៈ ដូរបានព្រោះអានោះវាមានសោមនស្ស ដូរបានព្រោះមាន3ប្រភេទសន្តរណៈមាន2ប្រភេទ3ប្រភេទ2ប្រភេទទេវេទនាវា 3លោកគ្រូមាន លោកគ្រូ អើយនៅក្នុងនោះ មាន មាន3ដួងប៉ុន្តែវេទនាមានតែ2ទេ ចាវេទនា ឧបេក្ខាហើយ បាទឧបេក្ខានិងសោមនស្ស សោម អញ្ចឹង នស្ស បើអារម្មណ៍ដែលរត់មកហ្នឹងជាអតិអថារម្មណ៍វាទៅជាអី សោមនស្ស សោមនស្សឃើញលោកដូរដូរជាសោមនស្សបាទតទាមានវេទនាប៉ុន្មានតទា តទាក៏មានវេទនា មានវេទនា 2ដែរលោកគ្រូ បាទតទាក៏មានវេទនា2ដែរគឺតទាជាឧបេក្ខានិងសោមនស្សអញ្ចឹងពេលអារម្មណ៍នឹងជាអតិអថារម្មណ៍វាដូរមក សោមន សោ ស្ស មនស្ស សោមនស្សមកទទួលបាទនឹងលោកគាត់តែចង់បញ្ជាក់ថាអឺពេលណាដែលពួកសន្តរណៈនេះសន្តរណៈចិត្តនិងតមទីរវណៈចិត្តរមែងកើតព្រមដោយសោមនស្សវេទនាជានិច្ចដូរពេលខាបានអត់ អត់ មកបាននេះដូរបានទេសន្តិនឹងដូរមកឧបេក្ខាវិញហើយតទាដូរពេលខាវិញបានទេ បាន អត់បានទេ ហេតុអីបាទ វាខុស តែ ប្រភេទរបស់ បើ វា តាទាមានឧបេក្ខាទេតាលោកគ្រូបើតាទាមានឧបេក្ខាតែបើ មានប៉ុន្តែនេះអតិអថារម្មណ៍នេះដូរបានអត់ អត់ទេលោកគ្រូ អត់បានទេ ដូរបាន ខុសប្រភេទអារម្មណ៍ ហើយបាននេះដូរបានទេ អត់អីលោកគ្រូមុនដំបូង ហេតុអី ខ្ញុំថា ដូរ អ មិន ត់ បាន ដោយសារវាជាប្រភេទអារម្មណ៍ល្អជាប្រភេទសោមនស្សលោកគ្រូ ហេភេទសោមនស្សអីប្រភេទអារម្មណ៍ហ្នឹងគឺគេក្រៃលែងល្អក្រៃលែងណាមិនល្អណា ចាល្អក្រៃលែង ល្អក្រៃលែងណាដូរមិនបានដោយសារអីដោយសារឃើញមានពាក្យថាជានិច្ចហ៎គឺគេស្លាប់ពាក្យនឹងចោលតែម្ដងថាដូរអត់បានទេវាត្រូវតែជាសោមនស្សជានិច្ចសន្តិក៏សោមនស្សតទាក៏សោមនស្សជានិច្ចដូរអត់បានទេគេស្លាប់ពាក្យនឹងចោលហើយឃើញអត់ឃើញពាក្យជានិច្ចហ៎បើគេថាតាមសំគួរបើតាមសំគួរដូរបានទេ បាន តាមសំគួរគឺដូរបានហើយចង្ការអាចសោមនស្សចង្ការអាចឧបេខាអញ្ចឹងទៅតែនេះគេប្រាប់ពីថាវាត្រូវតែសោមនស្សជានិច្ចចឹងអតិអថារម្មណ៍ចាំថាសន្តរណៈនិងតទាត្រូវតែសោមនស្សជានិច្ចតែក្រៅពីហ្នឹងវាឧបេខាក៏ឧបេខាទៅអត់អីទេ
តើណាម៉ែបាននេះ តន់លោកគ្រូ 11ណាបាទ11ចឹងយើងយល់ហើយប្រភេទនៃអារម្មណ៍ទី1គឺអតិអត្ថាអារម្មណ៍ប្រភេទទី2លោកឲ្យឈ្មោះថាអត្ថារម្មណ៍អត្ថារម្មណ៍នេះគឺជាអារម្មណ៍ល្អដែរប៉ុន្តែល្អតិចជាងអតិអត្ថារម្មណ៍យើងហៅថាល្អធម្មតា ដាលលោកគ្រូ បាទដោយយើង ល្អ ឃើញរូបស្អាតរូបល្អសំឡេងពីរោះក្លិនក៏អូបរសជាតិឆ្ងាញ់កាយសម្ផស្សទុនស្រួលអញ្ចឹងអាហ្នឹងគឺវាល្អតែវាល្អធម្មតាដូចយើងប៉ះប្រសពជួបរាល់ថ្ងៃអញ្ចឹងណាអញ្ចឹងកាលណាដែលបងប្អូនប្រសពជាមួយអារម្មណ៍ហ្នឹងហើយវិបាកចិត្តដែលធ្វើកិច្ចឡើងកាន់វិថីទទួលបញ្ចារម្មណ៍នេះគឺបានដល់ពួកបញ្ចវិញ្ញាណមួយសម្បដិឆន្នៈមួយសន្តិរណៈមួយតតិលំបណៈចិត្តមួយសួរទៀតឡើបាត់វុទ្ធបនតនាហេតុអីអត់មានបនថបនៈ សាវតវិទ្យាលោកគ្រូ បាទវឌ្ឍនវិទ្យាវាទូនាទីវាគឺខាងកាត់ក្តីអារម្មណ៍ទេអានោះវាគ្មានពាក់ព័ន្ធនឹងវិបាកទេវាសម្រាប់តែកាន់ខាងកាត់ក្តីអារម្មណ៍ល្អឬមិនល្អកុសលឬក៏កិរិយាបាទដែលជាកុសលវិបាកអញ្ចឹងប្រភេទអស់ហ្នឹងកាត់ព្រមជាមួយនឹងឧបេក្ខាវេទនាទាំងអស់ដូរបានទេបាទ អត់ទេលោកគ្រូ រក្សាមនោបានអត់ អត់ទេ ដូរមិនបានទេព្រោះគេបាត់តែកិវេខាទាំងអស់ហើយគឺឧបេក្ខាហើយណាបាទតាមកកន្ធាយល់មកកន្ធា យល់លោកគ្រូ ណែជួយបញ្យល់លេងមើល ចានៅក្នុងអត្តអត្ថារម្មណ៍នេះជាអារម្មណ៍ល្អតិចជាងអតិមហន្តអតិអត្ថារម្មណ៍ដែលប្រសពក្នុងអារម្មណ៍នឹងដែលមានវិបាកធ្វើកិច្ចទៅកាន់បញ្ចកាន់វិថីដែលទទួលបញ្ចារម្មណ៍បានដល់បញ្ចវិញ្ញាណមួយបានដល់បញ្ចវិញ្ញាណសម្បដិឆន្នៈសន្តិនិងតតិដែលជាកុសលវិបាកហើយយកតែប្រភេទដែលកើតព្រមដោយជាឧបេក្ខាទាំងអស់មិនយកជាសោមនស្សហើយនឹងអាណិតនឹងជាអកុសលទេចាអញ្ចឹងយើងយកតែជាឧបេក្ខាសោមនស្សតែមួយចាងឯងលោកគ្រូអើយចេះចុះយកតែឧបេក្ខាដែលកើតនៅក្នុងកុសលឯងលោកគ្រូនេះគឺនៅក្នុងហ្នឹងមានជាវិបាកដែលជាឧបេក្ខាដែលកើតនៅក្នុងកុសលមានបញ្ចវិញ្ញាណនឹងមួយសន្តិនឹងមួយហើយនឹងសម្បដិឆន្នៈមួយហើយនឹងតតិអត់មានវោធបណៈហើយនឹងចបវន្ទេព្រោះវាជានឹងបញ្ចទ្វារាវចនៈក៏អត់មានដែរព្រោះវាជាចិត្តនៅក្នុងកិរិយា នេះវាជាវិបាក ចានេះវាជាវិបាក ចាជាផលរបស់កុសល នៅក្នុងកិរិយា ឥឡូវហ្នឹងលោក ចា លោក ខ្ញុំនៅ អា ចា រម្មណ៍មិនទៅមក ចា ហើយនឹងអារម្មណ៍ឯងមិននៅឧបេក្ខាទៀតសំសោមនស្សហ្នឹង អត្ថារម្មណ៍ មួយអត្ថារម្មណ៍ មួយអតិ មួយអតិអតិ អា នឹង រម្មណ៍ក៏អារម្មណ៍ជាទីប្រាថ្នាដែរ ចាជាទីប្រាថ្នាមែនតែប្រាថ្នាដែលយើងវាទូទៅរបស់ដែលជាទីប្រាថ្នាដែលរីករាយទូទៅ វាធម្ម នៅ តា ខាង ហ្នឹងហើយវាជាធម្មតាចឹងនិយាយថាវាទូទៅ អារម្មណ៍អារម្មណ៍ធម្មតា អារម្មណ៍នឹងវាទូទៅចុះជាខ្ញុំចេះឆ្ងល់ចេះទៀតខ្ញុំចង់សួរលោកគ្រូថាចេះហេតុអីបានជានៅក្នុងអហេតុកៈចិត្តហេតុកៈចិត្តមិនជាចិត្តវិបាកហេតុអីបានជាយកកិរិយាក្នុងនឹងយកកិរិយា3ដួងមកថែមទៀតឆ្ងល់ទេ ទីយ៉ាងនេះវាការប្រព្រឹត្ត 3ដួងហ្នឹងគេសម្រាប់យកមកធ្វើអីនៅក្នុងអហេតុកៈចិត្តហ្នឹង ទីយ៉ាងបើគិតចិត្តហ្នឹង ថាជាចិត្ត
ប្រព្រឹត្ត បោ តា ះ មបញ្ចទ្វានិងមโนទ្វាណា បីដួង ហ្នឹងហើយ បីដួងហ្នឹង បើនិ វា យាយ ជា ទៅម្ដងជាចិត្តរបស់ព្រះ វា អរហ ជា ន្តឯហ្នឹង ជាហេតុឲ្យវិថីចិត្តកើតជាបាតរបស់បញ្ចទ្វានៅក្នុងអវចនៈហើយមโนទ្វា បី ហ្នឹង ដួងហ្នឹង ជា មិនបានមកនៅក្នុងអហេតុកៈអញ្ចឹងហី ហ្នឹងហើយបីដួងហ្នឹងហេតុអីបានជាមកនៅក្នុងហេតុកៈចិត្តវាជាចិត្តវិបាកត្រូវហើយចិត្តវិបាកទាំងអស់វាមាន15ហេតុអីបានជាយកអកិរិយា3ដួងហ្នឹងយកមកចូលក្នុងនឹងដែរ មកពីចិត្តហ្នឹងវាអត់ហេតុប្រកបមួយ បានយកមកដាក់ចូលក្នុងអហេតុកៈចិត្តហ្នឹងចិត្តហ្នឹងមានហេតុអត់បង ខ្ញុំដឹងថាចិត្តហ្នឹងអត់ហេតុ អត់ ហើយខ្ញុំឆ្ងល់ចេះអាចិត្តទាំង15ដួងហ្នឹងវាចិត្តជាវិបាកខ្ញុំដឹងណា យ ហ្នឹង ល់ ហើយ ចា សូម15ដួងនេះវាចិត្តវិបាកជាចិត្តអត់ហេតុតែប៉ុន្តែហេតុអីបានជាយកកិរិយា3ដួងហ្នឹងយកមកបន្ថែមចូលនៅក្នុងនឹងទៀតអាហ្នឹងគេសម្រាប់យកមកធ្វើអី ព្រោះវាជា ហើយមាននៅក្នុងបញ្ចទ្វានៅក្នុងមโนទ្វាចាំបើអត់មានកិរិយា3ដួងនោះមិនមានដូចថាបញ្ចទ្វារាវចនៈចិត្តហើយមโนទ្វារាវចនៈចិត្តនោះកើត ដល់បងឯង បើ សួរ អត់ ហើយ មានអាបី ហ្នឹង ហ្នឹង ហើយ ទេវិ រៀន ថី យូរ ចិត្ត យូរ កើត ទៅ អត់ ឆ្ងល់ បានទេ ដូចកុំអីអត់ឆ្ងល់ទេតពេលរៀនទៅលោកគ្រូក៏ចេះបញ្យល់ឡើងវាហេតុអីបានជានាំគ្នាអត់យកកិរិយាមកនិយាយទេក៏យកតែយកតែវិបាកមកនិយាយទេអញ្ចឹងអាចិត្ត3ដួងហ្នឹងគេសម្រាប់យកមកធ្វើអីគេ អាហ្នឹងវាជាលំនាំនៃវិថីចិត្តបងវាត្រូវតែមានអញ្ចឹង ខ្ញុំដឹងតែតើ ពួកអី ខ្ញុំ វិថីចិត្តបើអត់មាន ខ្ញុំវិញ 17ដួងនោះវាអត់ឡើងជាវិថី បើខ្ញុំវិញខ្ញុំយល់ថានេះវាជាផលអានេះគេហៅថាវិបាកតាគុនធា ចា ហ្នឹងហើយ នេះ ខ្ញុំ គេយកតែវិបាក វា មក ជា និ វិ យា បាក យ វា ទេ ជា ហេតុអី ផល បាន តា ជាយកចិត្ត ចា 3ដួងហ្នឹងយកមកដាក់ដែរអាហ្នឹងគេសម្ បែ រាប់ ង អី បែង គេ ឆ្ង សម្រាប់ ល់ហ៎ ចា បើឆ្ងល់អញ្ចឹងមិនឆ្ងល់ថាហេតុអីបានវិថីមាន17 នឹង តែ នឹង 15ទៅបានមិន17ទៅអី ដកអា3នឹង វា ចេញវិញ ជាធម្មទំនៀមគឺត្រូវតែមានអញ្ចឹងមកធម្មទំនៀមណាគឺថាពេលណាដែលមានពួកវិបាកនេះហើយវានឹងមានពួកកិរិយានឹងមកធ្វើការមែនទេវត្ត ចា បនៈហ្នឹងកិរិយាទេប៉ុន្តែវាមានកម្លាំងយើងរៀននៅក្នុងអហេតុកៈយើងមិនឲ្យឈ្មោះថាវាជាចិត្តមួយដួងដែលមានកម្លាំងជាងគេហ៎កម្លាំងវាខ្លាំងដោយសារអីដោយសារវាធ្វើការពីរកន្លែងធ្វើការនៅបញ្ចទ្វារផងនៅម នៅ โน មโน ទ្វារផង វាផង អាចិត្តមួយដួងហ្នឹងណាបាទឲ្យឲ្យឈ្មោះឡើងមិនចេះទេឈ្មោះគាត់ហ្នឹងមោះវត្តបនៈផងឈ្មោះស្អីផងអីផងឡើង4 5ឈ្មោះហើយឈ្មោះគាត់ហ្នឹងចង់វែងបាទតែក្រៅពីហ្នឹងទុននីតិពួកគាត់នេះជាវិបាកគាត់តែទទួលនៅអារម្មណ៍ហ្នឹងមកវាជាវិបាកអញ្ចឹងបានយើងថាជីវិតរស់នៅប្រចាំថ្ងៃហ្នឹងយើងកំពុងតែសោយនៅវិបាកតែបើសិនជាវត្តបនៈហ្នឹងកាត់ដីខុសវាអាចនាំឲ្យយើងកើតទៅជាកុសលអកុសលហើយថាពេលដែលអារម្មណ៍ហ្នឹងវាមកកាន់វិថីហើយយើងវិនិច្ឆ័យខុសថារូបហ្នឹងមិនល្អមិនទីប្រាថ្នាកើតទោសៈបាបទេទោសៈ បាប អំកម្មទៅទៀតបាទកើតលោភៈរូបហ្នឹង បាប អន្ វា សំទៀតអ្នកណាអ្នកអន្សំនេះចវរហ្នឹង ច ដើរ វ តួ រ នាទីក្នុងការសន្សំរាល់ថ្ងៃគាត់ធ្វើការចវរហ្នឹងធ្វើការសស្រាក់សស្រាំគ្មានពេលទំនេរទេ លឿន ដើម្បី ហត់ អី ជាងគេ សន្សំកម្មឲ្យយើងនៅជាប់ក្នុងវត្តដាក់ហ្នឹងអត់ទៅណាទេ លោកគ្រូខ្ញុំសងឱកាស បាទ ជាវ័នហ្នឹងបើប្រសិនណាជាយើងប្រឆាំងណាវាសន្សំកម្មទៀតកន្លែងហ្នឹងខ្ញុំយល់ឃើញថាអញ្ចឹង បាទ បើវាប្រឆាំងជាមួយវិបាកបានន័យថាវាសន្សំកម្មថ្មីទៀតហើយ ហ្នឹងហើយយើងប្រឆាំងយើងមិនពេញចិត្តនឹងវិបាកហ្នឹងសន្សំកម្មថ្មីទៀតដែរ អញ្ចឹងបានជានៅក្នុងវិបស្សនាហ្នឹងលោកឲ្យពិចារណាអារម្មណ៍ហ្នឹងឲ្យត្រឹមតែវត្តបនៈឲ្យវាលុតទៅអារម្មណ៍ហ្នឹងឲ្យវាមកចូលដល់ចវ័នរៀនយប់មិញអ្នកចូលរៀនយប់មិញដឹងហើយ គឺមកដល់វត្តបនៈអលុតវត្តបនៈអលុតណាចង់ជេរអីជេរទៅណាចង់ថាអីថាទៅអត់ខ្វល់ទេត្រឹមវត្តបនៈហ្នឹងរលត់ទៅពិចារណាដោយវិបស្សនាដែលជាធម្មអារម្មណ៍បាទហើយតែធម្មអារម្មណ៍វិបស្សនាហ្នឹងឃើញ
ត្រឹមតែជាអារម្មណ៍មកកាន់កន្លងតែឲ្យសំចវ័នវាជាកុសលអកុសលទៀតអត់មានទេអញ្ចឹងបានអាចចេញចាកភពហ្នឹងទៅចិត្តព្រះនិព្វានបានបើថាយើងនៅតែបដកម្មជាមួយនឹងអារម្មណ៍ហ្នឹងដោយលោភលន់ដោយទោសៈការព្យាបាទខឹងសម្បាហ្នឹងវានឹងសំអារម្មណ៍ហ្នឹងទៀតដែរបាទអញ្ចឹងក្នុងមេរៀននេះត្រឡប់មកវិញក្នុងមេរៀនយើងនេះគឺលោកចង់ប្រាប់ថាអត្ថអារម្មណ៍ហ្នឹងគឺជាអារម្មណ៍ល្អដែរប៉ុន្តែល្អតិចជាងអតិអត្ថអារម្មណ៍ទេយើងជួបរាល់ថ្ងៃច្រើនណាស់17គណៈដូចគ្នាអារម្មណ៍ប្រភេទហ្នឹងបាទមិនថារូបសម្លេងក្លិនរសផតថាពៈទេហើយពេលដែលវាចូលមកកាន់វិថីហ្នឹងគឺបញ្ចវិញ្ញាណហ្នឹងគឺជាវិបាកសរិចណៈក៏ជាវិបាកសន្តរណៈក៏ជាវិបាកហើយតតិដែលទទួលបន្តពីគេហ្នឹងក៏ជាវិបាករបស់កម្មចាត់ចែងមកអញ្ចឹងដើម្បីដែលប្រែប្រួលបានគឺវោធបណៈនិងចវ័ននេះប្រែប្រួលបានតែវោធបណៈកាត់ក្តីថាកុសលចវ័នហ្នឹងកុសលហើយបើវោធបណៈកាត់ក្តីថាអកុសលគឺចវ័នហ្នឹងអកុសលហើយបើវោធបណៈកាត់ក្តីថាលើកិរិយាចវ័នហ្នឹងគឺកិរិយាហើយតោះនេះបាទបងប្អូនគ្នាតនលោកគ្រូ ហ្នឹងហើយអញ្ចឹងឲ្យស្គាល់ប្រភេទនៃអារម្មណ៍ហ្នឹងណាម្ដងយ៉ាត់ច្រឡំពីសួរអារម្មណ៍ ចាលោកគ្រូ អារម្មណ៍របស់បញ្ចទ្វាអារម្មណ៍3មែនទេប្រភេទនៃអារម្មណ៍នេះអារម្មណ៍បញ្ចទ្វាគឺ5 លោកគ្រូខ្ញុំសុំឆ្ងល់មួយទៀត ឆ្ងល់អីបាទ ឆ្ងល់កន្លែងដែលថាមិញខ្ញុំឆ្ងល់តើវោធបណៈអត់មានដល់ពេលហើយវាមានវោធបណៈក៏អត់ហើយជាវ័នក៏អត់ប៉ុន្តែនៅក្នុងវិថីមានហេតុអីបានអត់មកនៅខាងលើហើយដល់ពេលក្នុងវិថីមានលោកគ្រូ លោកចង់ប្រាប់ថាជាវិបាកឡើងកាន់ទទួលអារម្មណ៍នេះមិញអានមកអត្ថអារម្មណ៍ជាអារម្មណ៍ល្អតិចជាងអតិអត្ថអារម្មណ៍បាទអញ្ចឹងកាលវាប្រសពជាមួយអារម្មណ៍នេះហើយប្រសពជាមួយនឹងពួកអារម្មណ៍ដែលជាអត្ថអារម្មណ៍ហ្នឹងគឺវិបាកចិត្តហ្នឹងរមែងធ្វើកិច្ចបាកចិត្តណាវិបាកចិត្តដែលធ្វើកិច្ចឡើងកាន់វិថីហ្នឹងគឺវាទទួលនៅបញ្ចារម្មណ៍នេះទទួលនៅបញ្ចារម្មណ៍ហ្នឹងអ្នកណាគេទទួលខ្លះគឺអ្នកទទួលហ្នឹងគឺមានបញ្ចវិញ្ញាណបាទអញ្ចឹងបើកិច្ចផ្សេងនេះដូចជាប្រវាំងហ្នឹងវាក្រៅវិថីអត់និយាយទេហើយអវចនៈហ្នឹងក៏កិរិយាដែរអត់និយាយទេព្រោះហ្នឹងទូនាទីរបស់វាតែមកប្រគ្រប់កិច្ចដើម្បីនឹងឲ្យវិថីហ្នឹងកើតឡើងបើគ្មានអវចនៈក៏វិថីហ្នឹងអត់កើតដែរអញ្ចឹងអវចនៈហ្នឹងវាជួយទ្រទ្រង់វិថីហ្នឹងឲ្យកើតឡើងអញ្ចឹងលោកអត់និយាយទេលោកនិយាយថាវិបាកកចិត្តទទួលមានអីខ្លះបញ្ចវិញ្ញាណនេះណាហេតុកៈឧបេខាសហកតាំងចក្ខុវិញ្ញាណังវិបាកចិត្តហ្នឹងកើតឡើងវិបាកចិត្តតាំងកុសលវិបាកចិត្តតាំងអកុសលវិបាកចិត្តតាំងកើតមកអញ្ចឹងណាហើយអ្នកណាទៅទទួលនេះបន្តពីបញ្ចវិញ្ញាណមកគឺសម្បេឆណៈហ្នឹងក៏មានទូនាទីជាវិបាកដែរទទួលដែរទី3សន្តរណៈហ្នឹងក៏ជាវិបាកទទួលអារម្មណ៍ហ្នឹងដែរអារម្មណ៍ល្អហ្នឹងវាមានជាវិបាកដែរបាទrồiហើយតទាហ្នឹងក៏ជាវិបាកចិត្តដែរអញ្ចឹងតទានេះក៏ជាអ្នកទទួលអារម្មណ៍ហ្នឹងដែរបាទហើយអារម្មណ៍ប្រភេទជាអីប្រភេទជាកុសលវិបាកណាពួកអារម្មណ៍ហ្នឹងវាល្អអារម្មណ៍ល្អជាកុសលវិបាកអកុសលជាកុសលលោកគ្រូ បាទជាកុសលវិបាកបាទគាត់ថាប្រភេទនៃកុសលហ្នឹងគឺកើតព្រមជាមួយនឹងឧបេក្ខាវេទនាទាំងអស់ឧបេក្ខាវេទនាទាំងអស់បាទគឺយើងនិយាយពីវិបាកចិត្តដែលទទួលអារម្មណ៍ល្អបើកិរិយាវាបានទាំង3ហ្នឹងកិរិយាមិនចឹងល្អក៏វាទទួលមិនល្អក៏វាទទួលល្អក្រៃលែងក៏វាទទួលអារម្មណ៍បានទាំង3វាអត់កំណត់ទេបាទតែវិបាកចិត្តដែលដូរហ្នឹងគឺដូរបើសិនជាអារម្មណ៍នោះជាប្រភេទអារម្មណ៍អតិអត្ថអារម្មណ៍ដូរទៀតដូរពេខាបាទសន្តរណៈតែសោមនស្សតទាតែសោមនស្សទទួលណាបាទត
តែបើកុសលនេះធម្មតាទេឧបេក្ខាទាំងអស់ទទួលអារម្មណ៍វិបាកជាឧបេក្ខាទាំងអស់ចុះឆ្ងល់ថាចំពេលដែលខ្ញុំជួបអារម្មណ៍ហ្នឹងខ្ញុំទៅជាកើតលោភៈមកពីអីបើវាឧបេក្ខានិងវិបាកហ្នឹងមកពីអីបាទដូចគេទៅសៅមិញបាននេះឥឡូវក្មេងជាងមុនកើតលោភៈមុខស្ញែងរីករាយជាងមុនមិនបានទៅជាមុខរីក ដោយសារសោមនស្សហើយលោកគ្រូ មែនទេដោយសារនេះបងវោថាបណៈកិរិយានេះវាធ្វើការកាត់ក្តីអារម្មណ៍នេះវាថាហ្នឹងជាសោមនស្សដោយសារ ល្អអាហ្នឹងល្អអាវោថាបណៈនេះវាថាល្អអញ្ចឹងល្អទទួលទៅលោភៈចវ័នហ្នឹងគឺលោភៈ8ឌូហ្នឹងឯងនេះកើតឡើងអញ្ចឹងទៅឃើញអត់វាហួសពីវិបាកឃើញអត់ លោមណា វាមិនមែនជាវិបាកបើវិបាកអត់ដូរនៅដដែលទទួលមិនគឺអញ្ចឹងហើយវិបាកពូពាក្យថាវិបាកគឺជារោងចក្រផលិតរបស់ដែលឆ្អិនស្រាប់បាទដោយយើងដាក់ស្រូវសាលីចូលទៅផលិតបានជានំប៉័ងជានំប៉័ងហ្នឹងអាចបដូរជាស្រូវសាលីវិញបានទេ អត់បានទេលោកគ្រូ អត់បានទេនៅតែនំប៉័ងហ្នឹងគឺផលឲ្យឆ្អិនហើយវាឆ្អិនបាត់ហើយអញ្ចឹងវិបាកហ្នឹងវាចេញមកអញ្ចឹងស្រាប់រីឯចិត្តដែលយើងបដូរយើងទៅជាកើតលោភៈទោសៈហ្នឹងមកពីវោថាបណៈយោនិសោមនសិការៈអយោនិសោមនសិការៈនាំឲ្យកើតទៅជាកុសលឬក៏អកុសលទៅរួចបាទតើអញ្ចឹងមកวันนี้ ទេលោកគ្រូ បាទលោកនិយាយពីវិបាកកិរិយាអត់បាននិយាយទេហ្នឹងហើយយើងចូលមកអនិច្ចារម្មណ៍យើងដឹងបាត់ហើយមែនទេជាប្រភេទអារម្មណ៍អីគេអត់ល្អទេ អារម្មណ៍មិនល្អ អារម្មណ៍ដែលមិនល្អរស់អារម្មណ៍មិនល្អអញ្ចឹងកាលណាវាប្រសពជាមួយអារម្មណ៍នេះហើយរមែងធ្វើឲ្យកើតការមិនពេញចិត្តក្នុងអារម្មណ៍នោះដោយច្រើនអញ្ចឹងមានអ្នកខ្លះតិចអ្នកខ្លះក៏ច្រើនប៉ុន្តែដោយច្រើនគឺថាអត់ទៅជួបអនិច្ចារម្មណ៍ហើយតែងតែមិនពេញចិត្តចឹងវិបាកចិត្តដែលធ្វើកិច្ចនៅក្នុងវិថីទទួលនៅបញ្ចារម្មណ៍ដែលជាអនិច្ចារម្មណ៍នេះគេខ្លះបញ្ចវិញ្ញាណវិបាកទទួលទេបាទទទួល អកុសលទទួលបាទយើងរៀនក្នុងអកុសលវាមានបញ្ចវិញ្ញាណអកុសលវិបាកចិត្តតាំងតែឆណៈក៏មានអកុសលវិបាកចិត្តតាំងអតរណៈមានទេ អីទទួល អតរណៈចិត្តតាំងតតិលំបណៈចិត្តតាំងអញ្ចឹងចិត្តទាំងអស់ហ្នឹងជាចិត្តដែលជាផលរបស់អី បអកុសលលោកគ្រូ ជាផលរបស់អកុសល ជាផលរបស់អកុ បង សល អកុសលកម្ម ដែលយើងហៅថាអកុសលវិបាក បាទ ចឹងហើយចិត្តទាំងអស់នេះរមែងកើតព្រមជាមួយនឹងឧបេក្ខាវេទនាតែមួយយ៉ាងអត់ដូរទេដូរតែម្នាក់ទេអ្នកណាគេដូរ ទុក្ខសហកតាំងកាយវិញ្ញាណ ណាគេបាទដូរគឺកាយវិញ្ញាណបាទកាយវិញ្ញាណវាទទួលជាទុក្ខសហកតាំងកាយវិញ្ញាណណាំងក្រៅពីហ្នឹងអាផ្សេងទៀតដូចសម្ដីឆន្ទៈឧបេក្ខាបាទ ឧបេក្ខា ឧបេក្ខាសន្តិរណៈ ឧបេក្ខា ឧបេក្ខាតតិ ក៏ជាឧបេក្ខា ឧបេក្ខាដែរអញ្ចឹងឧបេក្ខាទទួលគេបានទាំងអស់ទទួលខាងល្អក៏វាទទួលមិនល្អក៏ទទួលតែបើសិនជាភវង្គចិត្តវាជាទោសៈថាចវ័នហ្នឹងជាទោសៈដល់ពេលអារម្មណ៍ហ្នឹងមកជាសោមនស្សអញ្ចឹងវាបដូរហ៎ បដូរលោក ត្រូវ គ្រូ មានអីមកជួយសម្រួលហ៎ មានអកន្តកពវាំង បានអកន្តកៈពវាំងមកសម្រួលសិនបានអាចទទួលបានណាអញ្ចឹងតោមនស្សនិងសោមនស្សវាអាចត្រូវគ្នាបានទេបាទទុកនិងសុខក៏អាចត្រូវគ្នាបានដែរអញ្ចឹងត្រូវមានអ្នកមកសម្រួលអញ្ចឹងប្រភេទនៃអារម្មណ៍ដែលជាអនិច្ចារម្មណ៍អារម្មណ៍មិនល្អនេះការទទួលរបស់វា គឺជាអកុសលវិបាកទាំងអស់បញ្ចវិញ្ញាណ
យើងមើលនេះចាប់ពីសន្តិអតីតភវាំងវាំងកចលនៈក៏បច្ចេតៈបញ្ចវិញ្ញាណហ្នឹងសកិរិយានេះកិរិយាដល់ពេលបញ្ចវិញ្ញាណគឺជាអកុសលវិបាកឧបេក្ខានិងទុក្ខសកតៈកាយវិញ្ញាណស្រីឆន្ទៈក៏ជាវិបាកដែរគឺអកុសលវិបាកថ្នាក់ឧបេក្ខាសន្តិរណៈក៏ជាអកុសលវិបាកឧបេក្ខាដួងទីម៉ានដួងទីម៉ាននៅក្នុងអហេតុកៈដងទី7លោកគ្រូ ដួងទី7នៃអកុសល កុសល ទី8ដែរ អត់ទេដួងទី ទី8កុសលលោកគ្រូ ទី ទី7អកុសលទី8កុសល អកុសលមាន7ទេណាតែច្រឡំអកុសលមាន8 អញ្ចឹងអកុសលវិបាកឧបេក្ខាតទាបាទសអកុសលទាំងអស់សដួងទី7ទាំងអស់មែនទេបាទទទួលអារម្មណ៍ទាំងអស់ហ្នឹងចំពោះអបាយភូមិទទួលអារម្មណ៍ហ្នឹងណា អបាយភូមិអាហ្នឹងឯងលោកគ្រូអកុសល អបាយភូមិ បាទ ដួ អ ង កុ ទី សលវិបាកចុះព្រះរហន្តទទួលអារម្មណ៍ហ្នឹងដែរ ទទួលដែរតាលោកគ្រូ ព្រះរហន្តណា ព្រះរហន្តក៏មានដែរអារម្មណ៍ទី7នឹងមានតា អ្នកណាថាទី7អត់មានហ៎ អត់ទេមាន ព្រះរហន្តអត់មានទេ មាន តែ ទាំង បើដាក់ 3 អើយក្រៅទ្វារអត់មានតែក្នុងទ្វារ កើត ដួង ទ្វា ទី រមាន 7មាន 5 5លោកគ្រូមានកិច្ច5 ហ្នឹងហើយកិច្ច5អញ្ចឹងតទានិងសន្តិផុសលោកក៏ជាអកុសលដួងទី7នឹងបានដែរនេះតួលោកជាព្រះរហន្តក៏ដោយឬព្រះសម្មាសម្ពុទ្ធព្រះអង្គក៏ជួបអកុសលវិបាកដូចគ្នាហ្នឹងគេជេរព្រះអង្គដូចគ្នាដែរហ្នឹងតួដូចគ្នាបាទអញ្ចឹងប្រភេទនៃអារម្មណ៍មាន3យល់ហើយណាអីខ្លះ3ហ្នឹង អតិអដ្ឋារម្មណ៍ តែអដ្ឋារម្មណ៍ អដ្ឋារម្មណ៍ និងអនិច្ចារម្មណ៍អតិអដ្ឋារម្មណ៍វិបាកវាវេទនាជាអី ឧបេក្ខា ឧបេក្ខា វេទ និង នាជា អារម្មណ៍ឧបេក្ខា ទុក្ខវេទនា ជំរាបសួរលោកគ្រូជំរាបសួរបងប្អូនទាំងអស់គ្នារៀនសភៅណាខ្ញុំមើលសភៅលោកម្ចាស់យន្តរីអត់មាន ហ្នឹងលោកម្ចាស់គ្រូពុយស ពុ វ យ ណ្ សវណ្ណឌីបងពុយសវណ្ណឌី បង បង គ្រូនេះ បាត់ បាត់បងយូរបងទៅខាងណាបាត់យូរ ទៅតែលឺវិចា អត់បានចូលទៅមុខទេខ្ញុំនៅជ្រុំអដែលហ្នឹងជ្រុំតាប្រហែលបរិឆេទតាចិត្តចេតសិកនិងបរិឆេទទី3ប្រកណ្ណកាយរូបមានតែ4បរិឆេទហ្នឹងខ្ញុំជ្រុំដែលទេណាខ្ញុំអត់ទៅមុខផងព្រោះរៀនវិធីចិត្តហ្នឹងអត់ចេះហើយឥឡូវចូលមកដល់ហ្នឹងអត់ឃើញលោកគ្រូខ្ញុំ បាទអ្នកមេងចូលមកខ្ញុំខំហៅផងឆាតទៅផងឃើញឆ្លើយតប លោកគ្រូអត់ដែលបើឥឡូវខ្ញុំរកសភៅក្នុងលោកម្ចាស់យន្តយីអត់ឃើញអញ្ចឹង មានទេបង គឺលោកគ្រូ ភៅនេះអស់ថ្មី ពុយសវណ្ណឌីទេ ភៅនេះភៅពុយសវណ្ណឌីអាក្រហមហ្នឹងមិញភៅក្រហម ខ្ញុំដឹងផងលោកគ្រូ ទំព័រ37នេះ អត់ទាន់មានសភៅទេលោកគ្រូ អត់មានទេយើងមើល slide មើល slide តាម slide សិនណាសំខាន់យល់ណាបាទ មើលយូរអត់ស្ដាយវាកាហាយភ្នែក ហើយភ្នែកស្ដាប់តិចវិញបាទអញ្ចឹងយើងមកពិចារណាអំពីអដ្ឋារម្មណ៍និងអនិច្ចារម្មណ៍ពីរហ្នឹងខុសគ្នាអ្នកទាំងពីរហ្នឹង ខុសគ្នាលោកគ្រូ ខុសគ្នា ខុសគ្នាណាបាទអដ្ឋារម្មណ៍ឬក៏អនិច្ចារម្មណ៍ហ្នឹងវាមានគោលជាទូទៅក្នុងការពិចារណាហ្នឹងបានពីរប្រការយ៉ាងម៉េចទី1អារម្មណ៍ណាហ្នឹងតើអីគេបាទអារម្មណ៍ហ្នឹងអារម្មណ៍ទៀតដែរថាចេះអារម្មណ៍មកដល់ចាប់ដើមវែងអ្នករៀន អារម្មណ៍ណាសំអដ្ឋារម្មណ៍និងអនិច្ចារម្មណ៍ អារម្មណ៍6ហ្នឹងមែនលោកគ្រូអារម្មណ៍ណាហ្នឹង ចេញ6ណាទៀត បាទចាអារម្មណ៍ដល់វង្វាងលោកគ្រូកន្លែងហ្នឹងអារម្មណ៍ណាមានអារម្មណ៍
អារម្មណ៍3ហ្នឹងមែនគ្រូយកអារម្មណ៍3ហ្នឹងមែន អានេះអារស់ហ្នឹង បាទនេះអារម្មណ៍ណាដែលជាកុសលនេះថាអារម្មណ៍ណាជាកុសលគឺកើតពីកុសលវាកើតពីកុសលឬក៏ជាប់ដោយកុសលអារម្មណ៍នោះឯងមិនមែនជាអត្ថារម្មណ៍តែអារម្មណ៍ណាហ្នឹងគឺអត្ថារម្មណ៍ហ្នឹងយល់ទេបាទ តែអារម្មណ៍ណាហ្នឹងបញ្ចាអារម្មណ៍រូបសម្លេងក្លិនរសអីទៅមិនមែនទេសំដៅដល់អារម្មណ៍ដែលយើងទទួលហ្នឹងបាទរូបសម្លេងក្លិនរសផតតាពៈហ្នឹងបើសិនជាកុសលវាកើតពីកុសលឬវាជាប់ដោយកុសលអញ្ចឹងអារម្មណ៍នោះរមែងជាអត្ថារម្មណ៍ដូចជារូបសម្លេងក្លិនរសផតតាពៈដែលល្អហ្នឹងគឺអត្ថារម្មណ៍យើងទទួលណាគឺលោកសំដៅទៅដល់ពួកកុសលចិត្តហើយនិងកុសលចេតសិកដែលប្រកបដោយកុសលវិបាកអញ្ចឹងវាញ៉ាំងឲ្យកុសលកម្មច្ចរូបឬក៏ចិត្តច្ចរូបដែលកើតអំពីកុសលចិត្តហ្នឹងរហូតទៅដល់វិសយរូបដែលជាប់ពីកុសលកម្មអញ្ចឹងយើងមើលចិត្តច្ចរូបហ្នឹងរូបកើតពីអីបាទកុសលកម្មច្ចរូបមានប៉ុន្មានរូបពួកកម្មច្ចរូបមើលថារូបដែលល្អបាទកុសលចិត្តកុសលវិបាកគឺវានឹងកើតឡើងអញ្ចឹងនៅពេលណាដែលយើងទទួលអារម្មណ៍ដែលអារម្មណ៍នោះវាជាអត្ថារម្មណ៍មានន័យថាកុសលចិត្តរបស់យើងក្តីចេតសិកដែលបានប្រកបជាមួយនឹងវិបាកចិត្តក្តីកុសលកម្មច្ចរូបដែលកើតឡើងក្តីចិត្តច្ចរូបដែលកើតឡើងក្តីអំពីពួកណាអំពីពួកកុសលចិត្តដែលយើងផ្សំពីមុនមកអញ្ចឹងទៅវាឲ្យផលមកជាវិបាកដែលជាពួកល្អរហូតទៅដល់វិសយរូបវិសយរូបនឹងមានអីខ្លះវិសយរូប4វិសយរូប7ហ្នឹងបងចាំហ៎បាទវិសយរូបមាន4គឺរូបគោចរៈរូប4រូបបារម្ភទៅផតពីអារម្មណ៍មួយទៀត7មែនទេចា៎បាទគឺវិសយរូប7ដែលជាប់ពីកុសលកម្មគឺយើងធ្វើកុសលកម្មមកអញ្ចឹងកាលណាជាអារម្មណ៍ទៅដល់ចិត្តអារម្មណ៍នឹងវាទៅដល់ចិត្តអារម្មណ៍នោះមានឈ្មោះថាអត្ថារម្មណ៍តោះនេះបាទអារម្មណ៍ដែលជាអត្ថារម្មណ៍ហ្នឹងគឺសំដៅទៅដល់អារម្មណ៍ណាដែលយើងទទួលនេះអារម្មណ៍ហ្នឹងវាកើតពីកុសលអារម្មណ៍ណាដែលជាកុសលឧទាហរណ៍ដូចយើងឃើញរូបផ្កាឈូកយើងឃើញផ្កាឈូកអញ្ចឹងវាញ៉ាំងឲ្យរូបដែលយើងបានឃើញនោះជាពួកអត្ថារម្មណ៍ជារូបល្អជារូបនឹងកើតពីអីរូបនឹងគឺវាកើតពីកុសលឬក៏វាជាប់ដោយកុសលជាប់ដោយកុសលពេលដែលជាប់ដោយកុសលហ្នឹងន័យថាម៉េចមានន័យថាវាជាវិបាកអញ្ចឹងបងវាជាវិបាកដែលកុសលហ្នឹងឲ្យផលមកយើងធ្លាប់បំពេញកុសលល្អថ្វាយផ្កាថ្វាយអីចំពោះព្រះអង្គអញ្ចឹងទៅដែលល្អគ្រប់យ៉ាងដែលយើងធ្វើហ្នឹងគឺវាជាប់មកជាមួយនឹងកុសលអញ្ចឹងអារម្មណ៍ដែលយើងទទួលបាននោះលោកឲ្យឈ្មោះថាជាអត្ថារម្មណ៍បាទជារូបជាសម្លេងក្លិនរសផតតាពៈហ្នឹងជាអត្ថារម្មណ៍អញ្ចឹងកុសលចិត្តឬក៏ចិត្តសឹកដែលប្រកបក្នុងកុសលវិបាកចិត្តហ្នឹងក៏ជាពួកល្អដែរកុសលចិត្តមានអីខ្លះបាទសល់ចិត្តកុសលមានមហាកុសលកុសល8មហាកុសល8មហាកតកុសល9កុសល9ជាកុសលចិត្តបាទអញ្ចឹងចិត្តសឹកដែលប្រកបមួយវាជាអីបាទមានអីខ្លះជាសោ
សោបណៈ សោ សោ ប ប នៈ ណៈ ចេ ចេ ត ត សិ សិ ក ក 25 បាទ 25 វាសោណៈចេតសិក25មានអីទៀត អញ្ញសមានា អញ្ញសមានាចេត 13 សិក សមានាចេតសិក ចេតសិក 13 វិធាន 13បាទអញ្ចឹងវានឹងកើតឡើងគណៈព្រមគ្នាហ្នឹងដោយកុសលវិបាកចិត្តអញ្ចឹងវិបាកចិត្តដែលទទួលហ្នឹងដែលយើងរៀនមិញហ្នឹងគឺវាមានពួកកុសលវិបាកចិត្តដែលជាឧបេខាបាទវាក៏ញ៉ាំងឲ្យពួកកម្មច្ចរូបហ្នឹងคล้ายទៅជារូបដែលល្អរូបខ្លះជាចិត្តច្ចរូបដូចយើងទៅដើរលេងអញ្ចឹងទៅជួបម៉ាក់បានីឬអ្នកផ្សេងទៅឃើញគាត់ញញើមញែមដាក់យើងអាហ្នឹងជាចិត្តកម្មច្ចរូបហ៎បាទចិត្តច្ចរូបហ៎បាទអាហ្នឹងក៏ជាចិត្តច្ចរូបដែលល្អគឺសិតតែកើតអំពីកុសលចិត្តរហូតដល់វិសយៈរូប4វិសយៈរូប4ឬក៏វិសយៈរូប7ណាដែលមានរូបសម្លេងក្លិនរសផតថាពៈហ្នឹងក៏វាជាប់មកដោយកុសលកម្មអញ្ចឹងកាលណាវាជាអារម្មណ៍ទៅដល់ចិត្តណាចិត្តយើងដែលបានឃើញហ្នឹងគឺអារម្មណ៍នោះឯងឈ្មោះថាជាអត្ថារម្មណ៍បាទឈ្មោះថាអត្ថារម្មណ៍មានន័យថាពេលដែលបងប្អូនខំបំពេញបុណ្យពេញកុសលគ្រប់យ៉ាងអញ្ចឹងកុសលទាំងអស់ហ្នឹងឯងវាឲ្យផលមកវិញគឺថាយើងជួបតែរូបល្អសំឡេងល្អណាក្លិនល្អរសល្អបាទផតតាពីអារម្មណ៍ហ្នឹងក៏ល្អអញ្ចឹងអាល្អដែលវាឲ្យយើងបានជួបហ្នឹងទាំងកើតអំពីចិត្តច្ចរូបក្តីកើតអំពីកម្មច្ចរូបក្តីរូបទាំងអស់នោះហើយជាអត្ថារម្មណ៍បាទអាហ្នឹងលោកឲ្យយើងពិចារណាឲ្យស្គាល់អត្ថារម្មណ៍បាទមួយទៀត អារម្មណ៍ណាដែលជាអកុសលអារម្មណ៍ណាដែលលើអារម្មណ៍អីទៀតដែរបាទ សំដៅយករូបអារម្មណ៍នោះលោកគ្រូ មែនទេសំដៅទៅលើរូបសម្លេងក្លិនរសផតថាពៈអារម្មណ៍ណាមួយដែលយើងជួបហ្នឹងណាវាជាអកុសលហើយវាកើតពីអីវាកើតពីអកុសលហ្នឹងឯងរូបអកុសលមិនន័យថារូបមិនល្អហ្នឹងវាកើតពីអកុសលហ្នឹងឯងឬក៏វាជាប់ដោយអកុសលអារម្មណ៍នោះរមែងជាអនិច្ចាអារម្មណ៍បានដល់អីបានដល់អកុសលចិត្តដែលយើងធ្លាប់បានសាងកន្លងមកចិត្តសិកដែលប្រកបនៅក្នុងអកុសលចិត្តហ្នឹងហើយវាឲ្យផលមកវិញគឺអកុសលវិបាកចិត្តចឹងទៅវាធ្វើឲ្យយើងជួបជាមួយនឹងរូបដែលជាអកុសលកម្មច្ចរូបជួបមនុស្សខ្វែងខ្វងឃើញទេពិការដៃពិការជើងខ្វាក់ភ្នែកឃើញឆ្កែឃើញឆ្មាអីអាហ្នឹងសិតតែអកុសលវិបាកទេណាជាពួកកម្មច្ចរូបដែលជាអកុសលចិត្តច្ចរូបគេកម្ៅដាក់យើងប្តីនឹងមិនពេញចិត្តជាមួយយើងប្រពន្ធនឹងមុខកម្ៅដាក់យើងអីអាហ្នឹងជាចិត្តច្ចរូបឯងបាទជាចិត្តច្ចរូប បាទចិត្តច្ចរូបហើយអ្នកដតីហ្នឹងគាត់ជេរយើងអីហ្នឹងជេរហ្នឹងកើតពីកុសលចិត្តអកុសលចិត្ត អកុសលចិត្ត អកុសលគ្រូ ជេរហ្នឹងកើតពីអកុសលចិត្តណាគេជេរយើងណាបាទរហូតទៅដល់រូបសម្លេងក្លិនរសផតពៈទាំងឡាយដែលជាប់ជាមួយអកុសលកម្មមកហ្នឹងកាលណាដែលវាកើតមកជាអារម្មណ៍របស់ចិត្តអារម្មណ៍ប្រភេទនោះយើងឲ្យឈ្មោះថាអនិច្ចាអារម្មណ៍ដែលមិនល្អបាទមិនជាទីប្រាថ្នាមិនជាទីពេញចិត្តរូបសម្លេងក្លិនរសផតពៈទោះរូបនឹងកើតពីកម្មក្តីកើតពីចិត្តច្ចរូបក្តីអមដោយអកុសលក្តីកើតពីអកុសលចិត្តរបស់អ្នកដតីក្តីអកុសលចិត្តរបស់គេទេណាប៉ុន្តែយើងឃើញដែរបើថាឥឡូវប្តីប្រពន្ធគេឆ្លោះគ្នាគេជេរមរាយគ្នាតែគេនោះសោះឯងនេះឃើញដែរយើងនឹងជាប់វិបាកលឺដែរលោកគ្រូ ជាប់វិបាកដែរបានគឺអកុសលពុបវិបាករបស់យើងហ្នឹងគឺអកុសលដែរគេបង្កើតតែគេអកុសលតែគេសោះដោយទាំងយើងដែរដូចយើងមើលឃើញគេតម្លាក់ក្របបែកស្លាប់នោះវេទនាគ្រោះថ្នាក់ផ្សេងហ្នឹងយើងអ្នកសាងក៏គេអ្នកសាង គេសោះហ្នឹងលោកគ្រូ គេអ្នកសាងទេអកុសលវិបាកអកុសលកម្មរបស់គេទេប៉ុន្តែយើងឃើញយើងបានជួបនេះថារហូតដល់វិសយៈរូបហ្នឹងគឺថាយើងបានឃើញបានជួបបានដឹង
ទាំងអស់នឹងឯងហៅថាអនិច្ចាអារម្មណ៍យល់ទេបាទចាណាយល់ទេអត្ថារម្មណ៍និងអនិច្ចាអារម្មណ៍បាទតោះណាបាទអញ្ចឹងចំណងជើងយើងពិចារណាអត្ថារម្មណ៍និងអនិច្ចារម្មណ៍យើងពិចារណាឃើញអញ្ចឹង ដូចជើង តែយើងជួបជាប្រចាំរាល់ថ្ងៃគឺអញ្ចឹងឯងប៉ុន្តែអារម្មណ៍ទាំងអស់ហ្នឹងវាមានសភាវៈរបស់វាដែរគេថាអត្ថារម្មណ៍និងអនិច្ចារម្មណ៍ទាំងពីរនេះនៅចែកបានពីរប្រភេទទៀតចាពីរប្រភេទទៀតណាពីរប្រភេទយ៉ាងម៉េចជួនកាលរូបហ្នឹងជាអត្ថារម្មណ៍សភាវៈវាជាអត្ថារម្មណ៍ប៉ុន្តែយើងអាចបរិកបៈបានបរិកបៈគេបរិកបៈឧបមាអ្នកខ្លះអត្ថារម្មណ៍ក្លិនក្អូបអត្ថារម្មណ៍ហ៎បាទចាអត្ថារម្មណ៍គ្រូ អត្ថារម្មណ៍ប៉ុន្តែពេលដែលគាត់ទៅដើរទៅប៉ះអាក្លិនក្អូបហ្នឹងគាត់ឈឺក្បាលភ្លាមអត់ចូលចិត្តក្លិនហ្នឹងហ្នឹងជាអី នឹងបរិកបៈ អត្ថារម្មណ៍ ដែលលោកតាស្រុនឲ្យក្លិនទឹកអប់រលាក់ស៊ីលោកគ្រូ ហ្នឹងហើយអ្នកខ្លះចាញ់ក្លិនទាំងអប់លាក់ស៊ី ហ្នឹងបរិកបៈ ចឹងទាំងអត្ថារម្មណ៍និងអនិច្ចារម្មណ៍ហ្នឹងគឺអាចចែកចេញជាពីរប្រភេទទៀតបាទពីរប្រភេទទៀតមានអីខ្លះគឺដោយសភាវៈគេហៅថាសភាវៈអត្ថារម្មណ៍ឬក៏សភាវៈអនិច្ចារម្មណ៍លោកសំដៅដល់អីលោកសំដៅទៅដល់រូបសំឡេងក្លិនរសផតភៈដោយធម្មជាតិណាដោយធម្មជាតិរបស់វាដោយសភាវៈរបស់វាតែម្ដងគឺជាទីព្រមទទួលសភាពរបស់អារម្មណ៍នោះដោយទូទៅដល់សត្វទាំងឡាយចំណែកជាច្រើនតែម្ដងថាគួរជាទីត្រេកអរទឹកអប់ហ្នឹងគេត្រេកអរគ្រប់គ្នាអត់បាទចាគេត្រេកអរគ្រប់គ្នា អរដូចគ្នាហ៎លីមួកមិនជាទីត្រេកអរមែនទេបាទ ចា ដល់លោកគ្រប់គ្នាហ៎បាទហ្នឹងហើយអញ្ចឹងបើជាទីគួរត្រេកអរជាចំណែកច្រើនលោកចាត់ថាអានឹងឯងជាសភាវៈអត្ថារម្មណ៍បើមិនគួរត្រេកអរដោយច្រើនមានថា 2/3 ឬក៏3/2 វាធំវាច្រើនជាងណាលោកចាត់ទុកថាសភាវៈហ្នឹងជាអនិច្ចារម្មណ៍ឧទាហរណ៍ដូចទុរេនដោយសភាវៈវាល្អហ៎ វាវៈល្អ សភាវៈល្អ គេចូលចិត្តច្រើនហ៎ ច្រើន ចុះក្លិនវា ក្លិនវា ក្លិនវាអត់អីលោកគ្រូក្លិនវាល្អ អ្នកចូលចិត្តក្អូប បើក្អូបគេមិនដាក់ហាមចូលសន្តាគារហាមយកទុរេនចូលអូតែលមែនគេហាម ដឹកឡានគ្រូគេជិះតាក់ស៊ីគេឲ្យដឹក តាក់ស៊ីគេឲ្យដឹកទេទុរេន ចា ពលគេខ្ញុំអីពលទុរេនអត់បានទេជិះឡានឯធំក្លិនទុរេនខ្ញុំពលក្បាលព្រាមចឹងដោយសភាវៈវាអត្ថារម្មណ៍និងអនិច្ចារម្មណ៍ទុរេន សភាវៈអត្ថារម្មណ៍ ខ្ញុំថាសភាវៈអត្ថារម្មណ៍ កាលពីមុនលោកគ្រូថាអនិច្ចារម្មណ៍ ជាវៈអត្ថារម្មណ៍តែក្លិនរបស់វាជាអនិច្ចារម្មណ៍គេចូលចិត្តច្រើនគេអត់ចូលចិត្តច្រើនក្លិនវាចឹងណាយើងយកតាមចំណែកច្រើនលោកគ្រូចា បាទចំណែកច្រើនយកមកបញ្ជាក់ថាសភាវៈរបស់វាយ៉ាងម៉េចប៉ុន្តែទោះសភាវៈយ៉ាងណាក៏ដោយក៏យើងអាចបរិកបៈបានទៀតហៅថាបរិកបៈអត្ថារម្មណ៍បរិកបៈអនិច្ចារម្មណ៍បាទចឹងសំដៅដល់អីសំដៅពួករូបសំឡេងក្លិនរសផតភៈដែរជាអារម្មណ៍ប្រកបចំពោះមុខបុគ្គលថាគួរជាទីត្រេកអរដល់ខ្លួនបាទឧបមាថាលិមួកយើងថាស្អុយមែនទេតែជ្រូកវាចូលចិត្តឆ្កែវាចូលចិត្តថានឹងឆ្ងាញ់បរិកបៈហ៎បាទ រុយដកៅ បាទ បរិកបៈ ហ្នឹងហើយតែអ្នកដតីភិកច្រើនគេអត់ត្រេកអរទេហ្នឹងទាំងគាត់ត្រេកអរដោយបរិកបៈអារម្មណ៍ដែលគួរត្រេកអរចំណែកបុគ្គលនោះឈ្មោះថាបរិកបៈអត្ថារម្មណ៍បាទដូចប្រហុក
ប្រហុកហ្នឹងក្លិនវាមិនបា អូវា Ui. លោកគ្រូ ក្លិនស្អុយ ស្អុយទេប៉ុន្តែយើង បាន ចូល ស្អុយ ចិត្ត លោក យើង គ្រូ ហូប តែអ្នកចូល Cảm ơn ចិត្ត ngành. ឆ្ គេថា ងាញ់ ស្ងាត់ឈ្ងុយ ហូប ឆ្ ដៃ ងាញ់ អីនឹងលាងសាប៊ូមិនក៏អត់អស់ ចឹងអាហ្នឹងគឺបរិកបៈអត្ថារម្មណ៍ភក់មិនជាទីពេញចិត្តរបស់មនុស្សទូទៅទេប៉ុន្តែជ្រូកវាចូលចិត្តដេកចឹងជាបរិកបៈរបស់ជ្រូកបាទអញ្ចឹងទំនងដូចគ្នានេះដែរបើអារម្មណ៍ដែលប្រសពនោះមិនជាទីត្រេកអរចំពោះខ្លួនទេប៉ុន្តែមនុស្សភាគច្រើនគេត្រេកអរដូចក្លិនទឹកអប់អញ្ចឹងភាគច្រើនគេត្រេកអរហ៎ ត្រេកអរលោកគ្រូ លោកគ្រូ តែយើងប៉ះអត់បានក្លិនទឹកអប់ហ្នឹងគឺចង់ក្អួតអញ្ចឹងអារម្មណ៍ដែលមិនគួរត្រេកអរចំពោះខ្លួននេះឲ្យឈ្មោះថាបរិកបៈអនិច្ចារម្មណ៍វាអត់ល្អចំពោះយើងតែវាល្អចំពោះគេនេះលោកឧទាហរណ៍ដូចជាសំណក់ស្អុយដោយសភាពទូទៅជាវត្ថុគួរខ្ពើមមែនទេឆ្កែទាំងរាងកាយនិងក្លិនស្អុយយើងក៏ចាត់ថាដោយសភាវៈជាអនិច្ចារម្មណ៍ប៉ុន្តែវាជាអារម្មណ៍ទាំងនេះត្រឡប់មកទៅជាគូត្រេកអរគូពេញចិត្តរបស់សត្វថ្មាតវិញថ្មាតចូលចិត្តទេ ចូលចិត្ត កែស្អុយសំណក់ស្អុយហ្នឹងវាចូលចិត្ត ចា ដូច្នេះហើយកាន់យកដោយបរិកបៈអត្ថារម្មណ៍របស់សត្វថ្មាតពីព្រោះថ្មាតហ្នឹងវាកំណត់ថាសំណក់ស្អុយហ្នឹងជាអាហារដ៏មានឲ្យជារសជារបស់ដែលល្អនិងជារបស់ឆ្ងាញ់របស់វាឃើញទេអញ្ចឹងវាជាអនិច្ចារម្មណ៍របស់មនុស្សប៉ុន្តែជាអត្ថារម្មណ៍របស់ថ្មាតមែនទេបាទ មែនទេលោកគ្រូ ឲ្យបរិក លោកគ្រូ បៈ លោកគ្រូខ្ញុំសូមឱកាសខ្ញុំសួរដូចឆ្ងល់ការគេបាញ់គ្នាខ្មោចនេះតាហ៊ាននេះឃើញសត្វថ្មហ្នឹងមែនហើយក៏គេដាក់ AI ទេលោកគ្រូខ្ញុំឃើញឡើងខ្មៅល្ងឹតចឹង វា ខ្ញុំដូចឆ្ង អាច ល់ AI ព្រោះខ្ញុំចុះទៅឃើញហ្នឹងមិនដែលឃើញថ្មាតផងមិនដែលមានថ្មាតទេប៉ុន្តែថៃហើយជាមានថៃនៅ គេ មាន ដាក់ AI លោកគ្រូខ្ញុំឃើញឡើងខ្មៅល្ងឹតចុះមកចាត់ស៊ីអីហ្នឹង AI អញ្ចឹងបាទបាទក្នុងការផ្ទុយគ្នានឹងនំម្ដងបងមើលណាក្នុងការផ្ទុយគ្នារវាងនំយើងថែមទៀតដល់ម៉ោងហើយបាទនៅទៅដោះគោអ្នកណាក៏ចូលចិត្តទទួលទានដែរមែនអត់នំនឹងទៅដោះគោណាបាទតែអ្នកខ្លះអត់ចូលចិត្តក្លិននំឬក៏ទៅដោះគោនឹងទេគាត់ថាធំក្លិននំទៅដោះគោគាត់វិលមុខអញ្ចឹងការវិលមុខហ្នឹងជាអីគេបាទ ជាបរិកបៈអនិច្ចារម្មណ៍របស់អ្នកនោះបាទពួកគាត់កំណត់ថាម៉េចកំណត់ថានំហើយនឹងទឹកដោះហ្នឹងជារបស់មិនល្អសម្រាប់ខ្លួនគាត់តែសុំមនុស្សទូទៅគេចូលចិត្តទេ Chôn chân. គេចូលចិត្តចឹងដោយសភាវៈវាល្អទេប៉ុន្តែចំពោះគាត់គឺបរិកបៈថាមិនល្អដូច្នេះការកាត់ក្តីថាអារម្មណ៍ណាជាអត្ថារម្មណ៍ឬក៏អនិច្ចារម្មណ៍នោះមានលក្ខណៈនិងពិចារណាបាន5ប្រការទី1 5ប្រការមានអីខ្លះទី1គឺអាចពិចារណាដោយវិបាកចិត្តបាក់ចិត្តណាមិនថាពេលដែលយើងជួបនៅវិបាកកុសលវិបាកក្តីអកុសលវិបាកក្តីគេអាចពិចារណាបានដោយបរិកបៈក៏បានដោយសភាវៈក៏បាននេះរៀនរួចហើយណាពិចារណាដោយអដ្ឋមច្ឆតបុគ្គលបុគ្គលអីគេបុគ្គលជាកណ្ដាលពិចារណាដោយទ្វាគឺទ្វា6ដោយអារម្មណ៍6ដោយកាលមានកាល3អញ្ចឹង5ប្រការនេះយើងរៀនស្អែកណាតែយើងនឹងរៀនបន្តទាំងអស់គ្នាអញ្ចឹងយើងសូមបញ្ចប់មេរៀនប៉ុណ្ណឹងហើយចាំបន្តជើញបងប្អូនយើងកម្មាទោសផ្សាយមេត្តាបញ្ចប់ទៀនលើសម៉ោងច្រើនដែរហើយតែរៀនជក់ច្រើនតែលើសម៉ោងតោះម៉ែបាននេះអញ្ជើញចាលោកគ្រូ5ប្រការហ្នឹងអីខ្លះចាំស្អែកយើងនឹងមើលទាំងអស់គ្នាបរិកបៈហ្នឹងបាទ
ខ្ញុំសូមគ្រប់លោកគ្រូនិងបងប្អូនធម្មយាទាំងអស់សូមកម្មាទោសទាំងអស់គ្នាអញ្ចឹងទោសឯណាដែលយើងខ្ញុំព្រះករុណាធ្វើឲ្យភ្លាំងភ្លាត់ចំពោះព្រះភ្លាំងភ្លាត់ចំពោះព្រះពុទ្ធព្រះធម៌ព្រះសង្ឃសូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃអត់នៅទោសនោះដល់យើងខ្ញុំព្រះករុណាទោសឯណាដែលយើងខ្ញុំព្រះករុណាធ្វើឲ្យភ្លាំងភ្លាត់ចំពោះលោកគ្រូសូមលោកគ្រូអត់នៅទោសនោះដល់ខ្ញុំទាំងអស់គ្នាផងទុក្ខបត្តាយនិបទុក្ខាភយបត្តាយនិភយាសោកាបត្តាយនិសោកាហោនទសัพពេបេបានេណោសត្វទាំងឡាយទាំងពួងដែលកំពុងដល់ហើយនៅសេចក្តីទុក្ខសូមឲ្យជាសត្វបាត់សេចក្តីទុក្ខទៅដែលកំពុងដល់ហើយនៅភ័យសូមឲ្យជាសត្វបាត់ភ័យទៅដែលកំពុងដល់ហើយនៅសេចក្តីសោកសូមឲ្យជាសត្វបាត់សេចក្តីសោកទៅអងអ៊ីទាំងវោធម្មទានណាំងញាតិណាំងហោនតោសុខេតាហោនតោញាតិយោរីធម្មទាននេះចូលមានដល់ញាតិទាំងឡាយសូមញាតិទាំងឡាយបានដល់នៅសេចក្តីសុខចុះសូមអនុមោទនាតាសាធុសាធុ សូមគោរពអរគុណលោកគ្រូសូមគោរពជំរាបលាលោកគ្រូនិងលោក លា បង មក ប្អូន ដល់គ្នាទៀត សាធុសាធុសាធុអរគុណលោកគ្រូជំរាបលាលោកគ្រូនិងធម្មយាទាំងអស់គ្នា